ខ្ញុំឈ្មោះសៀកហ្វៃខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលដែលចេញពីធ្វើការអ្នកកំឡុងយើងគឺជាអធិរាជព្រះអាគីឯងទទួលបានការបន្តវេនពីយើងនៅប្រទានដល់ឯងនៅរាងកាយអមតៈនៃទឹកនិងកំពូលវិជា3000ផ្លូវវិធីវឹកហាត់លោកដឹងខ្លួនហើយអមមិញនេះជាអ្នកបុកខ្ញុំមែនទេខ្ញុំសុំទៅផងអាឡូវៃអើមិនក៏ខលអត់ចូលអញ្ចឹងអូនស្មានតបងមានរឿងអីតបងអញមានរឿងអីទៅមិញដោយសារទូរស័ព្ទបើសម្លេងបានច្បងអត់លឺបានអញ្ចឹងល្អហើយ1ម៉ោងក្រោយល្អអូនចាំបងមកចោលចុះអេខ្ញុំនៅមិនទាន់សងលោកទេក្នុងកាត់នេះមាន50,000យួនលេខកូដ6ដងនេះជាទឹកចិត្តតិចតួចនេះជាមនុស្សល្អណាស់ខ្ញុំឈ្មោះឋានអ៊ីអាយុ19ឆ្នាំចាលោកខ្ញុំគឺសៀហ្វៃនាងពិតជាមានន័យមែនត្រូវខ្លាំងម្លឹងហើយគេនៅអត់អីទៀតមិនក៏ខ្លាំងដល់ម្លឹងណងឯហ៊ានប៉ះយើងហើយមិនសុំទោសថ្ងៃនេះកុំចង់ទៅណាសោះមិនឲ្យយើងទៅកំពុងធ្វើអីហ្នឹងគ្រូពេទ្យទេវតាសៀកមកហើយនេះគឺជាគ្រូពេទ្យទេវតាដែលល្បីឈ្មោះខ្លាំងសៀករស៊ឺអ្នកណាក៏បានអើយជួយយកគេទៅបន្ទប់សង្គ្រោះដល់ផងល្បងមិនបានជាលោកវាយគេក្នុងមន្ទីរពេទ្យខ្ញុំទៅទទួលវេអនៅស្ថានីយ៍មិនពេលខ្ញុំជាមួយពួកនាងទេគេទៅលឿនម្លេះស៊ុបភឺមែនមែនទេហ្នឹងមិនស្មានថាវិជាគុណរបស់គាត់នោះជួយឲ្យធម្មពលខ្ញុំឡើងដល់កម្រិតឌិនឈីថ្នាក់ទី6សោះពេលថ្មនេះវៃអើគួរតែចេញពីស្ថានីយ៍ហើយអ្នកនាងមិត្តប្រុសឯងថាមកទទួលពួកយើងហ៎មិនក៏មិនទាន់ឃើញមកគាត់មកដល់យូរហើយកំពុងរងចាំយើងខ្លាញ់មួយលំនៅមានទៀតខ្ញុំមិនមែនអ្នកនាងទេកុំចេះហៅបែបនេះឯងជាស្រីស្អាតចង់បានរូបសម្ផស្សមានរូបសម្ផស្សចង់បានអំណាចគ្រួសារមានអំណាចគ្រួសារនេះហើយមិនមែនជាអ្នកធំទៀតទេអីវៃអើឯងមានអ្នកតាមស្រឡាញ់ច្រើនជាងនេះមិនក៏ឯងជ្រើសយកមនុស្សក្រីក្រគាត់ពេលនេះមើលទៅរឿងចាប់ចិនតិចមែនតែខ្ញុំជឿជាក់ថាគាត់ច្បាស់ជាជោគជ័យទោះជាមិនអញខ្ញុំចិញ្ចឹមគាត់ក៏បានដែរល្អហេជ័យពួកនាងឡើងឡានស្រីស្អាតទាំងពីរអ្នកតាណាដែរត្រូវកាយបងជូនទៅដែរអត់មិនបាច់ទេមិត្តប្រុសខ្ញុំមកដល់ហើយតើទេហេអូខេលបងបើវាមកតើវាយ៉ាងម៉េចវាហ៊ានប្រឆាំងជាមួយយើងដែរមែនយើងឈ្មោះអូឈិនជាអ្នកគ្រប់គ្រងនៅផ្នែកលក់ក្រុមហ៊ុនមូសឹងចង់ធ្វើជាមិត្តជាមួយស្រីស្អាតទាំងពីរខ្ញុំរងចាំស្រីស្អាតទាំងពីរនៅសន្តាគារចាប់មកឲ្យលៀនឡើងវៃអើបងមកដល់ហើយមិនបានជិះមិនឃើញអូនពួកអូនកំពុងតែនេះពួកអាចចង់ធ្វើអីកំពុងវៃអើចាំមិនហ្នឹងហ៊ានធូបអាប់សៃរបស់យើងផងរត់សេចក្តីស្លាប់ហើយស្រីស្អាតទាំងនេះឃើញហើយស្រក់ទឹកមាត់តែម្ដងចាំពេលលបងសបាយហើយខ្ញុំនឹងសបាយជាមួយនាងឯណាននៃម្ដង
ai chọn ngọc hơi xây dựng của hiến bằng bọt đây cầm hôn mụ sang ủ chân hay áo sang để bảo ai mặc đỏ hơi bây giờ bong mà sắp tham sự nằm bộ ổn hơi cũng bảo đông thằng nít bong do càng sắp để bọn anh chẳng lấy nó mà sao ônខ្ញុំមករកអ្នកផ្នែកគ្រប់គ្រងឈ្មោះអ៊ូឈិតនៅក្រុមហ៊ុនម៉ូសឹង លោកត្រូវជាអ្វីជាមួយអ្នកគ្រប់គ្រងអូមិនមានការណាត់មិនអាចចូលបាន យើងជាពួកវាមករកវាគឺចង់យកជីវិតវា ហេលោកខ្ញុំមិនខ្វល់ថាលោកត្រូវជាអ្វីជាមួយអូឈិនទេគ្មានការណាត់មិនអាចជួបគេបានទេអត់ទោះផងខ្ញុំមិនស្វាគមន៍លោកទេ យើងសួរអាចជាលើកចុងក្រោយតើអ៊ូឈិនไหนណា ហ៎តើលោកជាណាក្រុមហ៊ុនមូសឹងមិនមែនជាកន្លែងឲ្យធ្វើអីផ្លេចបានទេលោកការិយាល័យរបស់អូសិននៅជាន់ទី13បន្ទប់លេខ5អត់មានមនុស្សទេឯចេណាមិនបានជាមកការិយាល័យអ្នកគ្រប់គ្រងអូថាអ៊ូឈិនไหนណា ពួកយើងបានឃើញគាត់ទេថ្ងៃនេះគាត់បានមកធ្វើការទេពួកយើងអត់បានឃើញគាត់ទេថ្ងៃនេះគាត់អត់មកធ្វើការទេមិនបានជួបទេសក់នេះគួរតែរកអ៊ូឈិនឃើញបើជាស្វែងរកមួយមុនយូរអ៊ូឈិនអាចរត់តាមរួចទេអុយប្រះហើយគេលេបាត់នៅកន្លែងអាឈៀងមិនបានគ្នាពីអ្នកទៀមមិនតមកដល់អញ្ចឹងសមត្ថភាពធ្វើការទៀពេកហើយកុំថាពួកវាមិនមែនថ្លាំធំហ៊ានសបាយមនុស្សរបស់យើងមុនទេណាមិនអាចទេដឹងសូមអភ័យទោសផ្លេចដែលលោកអ្នកបានហៅមិនអាចតាក់ទងបានទេនៅពេលនេះថាម៉េចទូរស័ព្ទគ្មានអ្នកឆ្លើយតបហ៎លបងប្រហែលពួកគេទប់មិនជាប់ហើយមកពីស្រីទឹកពីរនោះស្អាតពេកមនុស្សធម្មតាមិនអាចទប់បានទេធ្វើខ្មោចក៏ត្រូវសបាយដែរមែនដែរទេលបងយ៉ាសបាយក្បាលឯងនោះគឺជាមនុស្សរបស់យើងអ្នកណាហ៊ានលេងមុនគឺប្រឆាំងជាមួយនឹងយើងហើយចាំពេលយើងទៅបាក់អ្នក5ប្តឹងបងចដូនមួយយើងពួកវាច្បាស់ជាចាប់មិនខានទេគាត់ប្រើឲ្យកាត់ដៃតែម្ខាងអាចពុះផ្ទាំងថ្មកម្រាស់រាប់សិបសង់ទីម៉ែត្រឲ្យតែបែងចែកជាពីរឯងទីតើមើលគាត់អាចពុះក្បាលឯងបែកដែរទេលបងលើកលែខ្ញុំទៅថ្ងៃក្រោយខ្ញុំលែងហ៊ានទៀតហើយឯចេនណាយើងមិនស្គាល់ឯងទេឯងគឺអ៊ូឈិនមែនទេឯងនឹងគឺអ៊ូឈិនមែនទេបាទបានចឹងត្រូវហើយតើឯងចេនណាហ៊ានប៉ះពាល់ស្រីរបស់យើងហើយនៅហ៊ានសួរថាយើងជានរណាទៀតឯងអ្នកដែលនាងទាំងពីរនោះចាំគឺជាឯងមិនត្រូវទេមិនបានជាកម្លាំងទេរបស់ឯងខ្លាំងយ៉ាងនេះបើឯងហ៊ានសម្រាប់យើងមិនបាក់អ្នក9គឺជាបងប្អូនចំនួន1របស់យើងបើឯងហ៊ានសម្រាប់យើងបាក់អ្នក9នឹងតាមសងសឹកឯងជាមិនខានទេអ្វីឯងនឹងត្រូវបញ្ចប់អ្នក9ខ្មោចយកអីអ្នកខ្លាំងលើកលែខ្ញុំផងអ្នកខ្លាំងលើកលែខ្ញុំផងអញក៏គិតមិនផុតដែរឯងស្មានថាយើងទុកឯងមែនទេអ្នកខ្លាំងខ្ញុំសុំវនេះសុទ្ធតែគេជាអ្នកបញ្ជាខ្ញុំទេខ្ញុំក៏គ្មានជំរឿសដែរបានយើងដោះលែងឯងអរគុណលបងអរគុណ
ណែលោកអានេះថ្លៃប្រហែល 100 យន់ បានណែ អរគុណ អាយ៉ាណែលោកអានេះលោកយ៉ាងម៉េចដែរ អឺ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  ថ្លៃប្រហែល 200 ណែ អានេះ មិននឹកស្មានមែនមិននឹកស្មានថាសមត្ថភាពប្រាជ្ញាដឹងនេះអាចយកមកមើលរបស់បុរាណដឹងថាល្អមិនល្អទៀតសាហាវមែនចំណាយលុយតិចតួចទិញរបស់នេះទុកដល់ពេលលក់ចេញវិញប្រកាសជាចំណេញកប់ក្តោងហើយ អាឡូមេកាយនឹង ចង់ញ៉ាំបាយជាមួយគ្នាអន់អូននៅខ្លាញ់ញ៉ាំ ប្រកាសហើយបងតែឥឡូវនេះមិនក៏កំងមហូបឆានយ៉ាងនេះឬមួយថាថ្ងៃនេះជាថ្ងៃពិសេសអី សៀវហ្វៃរីករាយថ្ងៃកំណើត អូនតែរបស់មែនទេ បងមើលពេញចិត្តអន់ អូបាន អូយប្រអើយស្មានបណ្ដោះថាជាម៉ាក់ប៉ាតិកភេលីបសោះខ្ញុំធ្លាប់ឮតែម៉ាក់នឹងថ្លៃកប់ពពកណានាឡិកាមួយគ្រឿងនេះយ៉ាងហោចណាស់ក៏20-30 ម៉ឺនដែរ បងកំស្ដាប់នឹងអីមួយនេះមិនថ្លៃទេអូនប្រាប់ពេលយូរណាស់តម្រាំតែរើបាន ក្មេងល្ងងអូនឲ្យកដោថ្ងៃគូកំណើតបងមានរឿងអីបាក់ដេសែតនោះបើអរគុណដែលអូនឲ្យនីលកានេះទឹកចិត្តអូនមានតម្លៃណាស់បងនឹងថែវាឲ្យបានល្អ មិនអីទេសៀវហ្វៃរីករាយថ្ងៃកំណើត អរគុណហើយ តោះញ៉ាំបាយទៅម្ចាស់ខូបត្រូវតែញ៉ាំឲ្យច្រើនជាងគេ បើញ៉ាំបាយហើយអូនទៅកន្លែងមួយជាមួយបងបានទេ ទៅពួកអញទៅដល់លេង2នាក់ទៅខ្ញុំនៅតែអញក៏បានដែរបងនំអូនទៅកន្លែងនោះធ្វើអីបងចង់ទិញវត្ថុបុរាណតាមមិនដែរទេ បងមានលុយឯណាទិញវត្ថុបុរាណគឺលក់វត្ថុបុរាណ លួ បងមានលុយឯណាទិញវត្ថុបុរាណគឺលក់វត្ថុបុរាណមកតាមបងមកបងបានយករបស់ឲ្យពួកគេពិនិត្យហើយតែតផលចេញមកពួកយើងតែយកលុយបានហើយ តើតម្លៃប្រហែលទៅ ប្រហែលជា10លានយន់ 1000យន់10លានយន់អីក៏ច្រើនមែនវត្ថុបុរាណនោះបានមកពីណា អូនកុំបារម្ភអីសុទ្ធតែបងរកមកដល់បន្តទេតែយើង អូលោកសៀកសុំចេញអង្គុយ មក លោកសៀករបស់បុរាណដែលលោកផ្ញើមកពួកយើងឲ្យអ្នកជំនាញពិនិត្យរួចហើយតម្លៃក៏បានកំណត់ចេញមកដែរសរុបទាំងអស់គឺ12លាន6សែន លុយច្រើនចឹងតើវត្ថុបុរាណទាំងនោះសិតតែរបស់បងមែនទេ ប្រកាសជាបងជាអ្នករកមកដល់ផ្ទាល់ហើយបើបងជាអូនក៏បងមិនជឿដែរបងមានសំណាងល្អទេ បាញ់ចឹងអូនសុំទៅបន្ទប់តឹងតឹង អូនទៅចុះរបស់នេះលោកចង់យកដាក់ដេញថ្លៃមែនទេ មិនខុសទេ ប្រាប់លោកចុះលោកទៅតែពិនិត្យឲ្យល្អដោយសារគ្មានរបស់ណាមួយពិតទេ លោកសៀកលោកកុំនិយាយផ្លេចផ្ដាស់វត្ថុបុរាណទាំងនេះសុទ្ធតែពិនិត្យដោយលោកគ្រូយេដោយផ្ទាល់មិននឹងអាចខ្លែងខ្លាយបានទៅ លោកគ្រូយេដែលល្បីឈ្មោះនោះពេលនេះដូចជាគ្មានអ្វីអស្ចារ្យទេណាស់ហើយចុះកុំទៅខ្វល់រឿងណាផ្សេងអីមកវិញហើយតោះបងជូនអូនទៅកន្លែងដេញថ្លៃ ឡង លោកចាំងក៏តំណេបានមកចូលរួមដែរមកអង្គុយសិនមក ល្អអាណាយាបមុខមិនក៏នៅលើនេះសុទ្ធតែជារបស់ខ្លាំងៗអញ្ចឹង អូនេះមិនក៏ដូចជាអ្វីដែលលោកគ្រូសៀកបានវាយតម្លៃម្លេះលោកគ្រូចាំងសូមរងចាំបន្តិចខ្ញុំទៅអញ្ជើញលោកគ្រូយេមកជួបលោកសិនអាយ៉ាប្រងប្រយ័ត្នប៉ុណ្ណានៅតែផ្្លាត់ស្នៀតលោកសៀកដែលអាចនិយាយមុននោះទៅហៅគេមកជួបយើងបន្តិចមកបាទ អូនចាំមើលណា
ណែលោកសៀសុំចាំបន្តិចវត្ថុបុរាណមុននោះមានបញ្ហាបន្តិចរំខានលោកត្រឡប់ទៅវិញមកផ្លែត អូនចាំទីនេះហើយបងទៅមកព្រឹកទេ ឆាប់ត្រឡប់មកវិញណា អីយ៉ាហ៎លោកសៀសុំចេញអង្គុយ លោកគឺលោកគ្រូយារបស់វិមានជូប៉ាមែនទេ បាទគឺខ្ញុំលោកសៀរបស់បារាណដែលលោកផ្ញើមកពីម្សិលមិញហ្នឹងសុទ្ធតែរបស់ល្អៗកម្រមានប៉ុន្តែដោយសារសិស្សរបស់ខ្ញុំនឹងវាប្រហែសធ្វើឲ្យការវាយតម្លៃរបស់ខ្លះខុសតាមដែលខ្ញុំពិនិត្យមើលឡើងវិញក្នុងចំណោមរបស់ទាំង3នោះគឺជារបស់រាជការក្នុងសម័យកាលមុនដែលមួយមានតម្លៃរាប់សិបលានបើបុកទាំង3នឹងចូលគ្នាតម្លៃសរុបជិត150លានចំពោះកំហុសលើកនេះពួកយើងនឹងធ្វើការប៉ះប៉ូវជូនវិញចំណែក140លានដែលនៅខ្វះពួកយើងនឹងវេចូលករណីរបស់លោកឲ្យគ្រប់ចំនួនមិនឲ្យខ្វះមួយសេនទេសូមលោកកុំបារម្ភអីប៉ុន្តែចំនួនចារថ្នាក់នេះអញ្ចឹងពេលវេលាវេចេញចាក់ស្ដាយនឹងអាចយឺតយ៉ាវបន្តិចប៉ុន្តែមុនម៉ោង12យប់នេះប្រកាសជាវេចូលករណីរបស់លោកលោកសៀលោកអាចជួយមើលរបស់ពីរនេះថាមួយណាពិតមួយណាคล้ายបានទេ គ្មានមួយណាជារបស់ពិតទេ សូមទោសលោកយាដែលខ្ញុំនិយាយត្រង់របស់ដែលខ្ញុំទម្លាក់មុននេះវាជារបស់คล้ายប៉ុន្តែមួយនេះគឺជារបស់ពិត 100% ជាការពិតណាស់តាមខ្ញុំពិនិត្យខ្ញុំក៏យល់ថារបស់ក្នុងដៃគេគឺជារបស់ពិតដែរលោកសៀបានន័យថាម៉េច លោកមើលច្បាស់ទៅមើលរបស់នេះធ្វើឡើងពីអ្វី ពិតជាថ្ម ប៉ុន្តែ មែ គឺ ន ថ្ម 100% ធម្មតានេះធ្វើឡើងពីថ្មទម្ងន់វាប្រកាសជាខុសពីធម្មតាតើលោកមើលមិនដឹងទេ លោកម្ចាស់សៀមកពីខ្ញុំមានភ្នែកអបស្រីឲ្យខ្ញុំសុំ ខ្ញុំ ទោស គឺ ផង ជាងលីសិនខ្វះការគួរសមចំពោះលោកសូមលោកដាក់ទូមកចុះអូជួនគឺជាស្អីទៅពួកលោកគ្រប់ខ្ញុំបែបនេះធ្វើអី លោកមិនដឹងអូជួនជាអីពិតមែនទេ អូជួនអូចាំងអីខ្ញុំមិនយល់ទេ កម្រិតខ្ពស់កម្រជួបក្នុងពិភពគុណមែន ផោះសិនអូជួន ថាម៉េចផោះសិនអូជួនថាម៉េចផោះសិនអូជួនមិនខុសទេស្លៀកតែ5មិញនេះមានតែផោះសិនអូជួនប៉ុណ្ណោះទើបអាចធ្វើបានខ្ញុំពិតជាសំណាងណាស់ដែលក្នុងជាតិនេះបាននិយាយជាមួយផោះសិនអូជួនហើយជាអូជួនវ័យក្មេងបែបនេះទៀតមួយជីវិតនេះទោះបីជាខ្ញុំស្លាប់ទៅគឺបាត់ភ្លេចចិត្តហើយ ឬគេថាផោះសិនអូជួនធ្វើដំណើរទៅមកពីបាក់រត់ដានខ្ញុំដាក់ក្នុងពិភពគុណរាប់សិបឆ្នាំហើយមិនដែលបានជួបផោះសិនអូជួនក្នុងរឿងព្រេងទេម្នាក់នេះលើពីមនុស្សធម្មតាឆ្ងាយណាស់ទាំងក្បាច់គុណទាំងសមត្ថភាពសុទ្ធតែខ្លាំងកំពូលអ្នកខ្លាំងអាចកម្បាំងដោយគេការចាប់ក្របកំភ្លើងឬសម្លាប់មនុស្សពីចម្ងាយជារឿងតូចតាចតែប៉ុណ្ណោះ ឬលុយដែលខ្វះលោកម្ចាស់សៀប្រញាប់វាឲ្យគាត់ភ្លាមយ៉ាងយប់1ម៉ោងលុយទាំងអស់ត្រូវវាចូលករណីរបស់គាត់ឲ្យគ្រប់ក្រៅពីនឹងដកលុយពីករណីខ្ញុំ100លានទៀតជូនលោកម្ចាស់សៀផងកុំភ្លេចដាក់ថាគ្រប់ពីយប់មកបាទ ហើយបងហ្វៃពួកគេមិនធ្វើអីបង មិនអាចទៅបងមានអីឯណា អ្នកទាំងអស់គ្នានេះគឺជាត្រីវិស័យលីងស៊ូភាពអស្ចារ្យគឺបញ្ចេញពន្លឺវាជាវត្ថុមានតម្លៃកម្រនិងបានជួបក្នុង100ឆ្នាំវាមិនត្រឹមតែមានតម្លៃសម្រាប់ការតាំងបង្ហាញនិងទុកជាសម្បត្តិតែប៉ុណ្ណោះទេវាមានប្រសិទ្ធភាពជួយដល់សុខភាពយ៉ាងអស្ចារ្យថែមទៀតបើដាក់ក្នុងផ្ទះជួយលម្អផ្ទះតម្លៃចាប់ផ្ដើមពី10លានហើយរាប់ពីការបង្កើនយ៉ាងតិច3លានដេញថ្លៃចាប់ផ្ដើម ខ្ញុំឲ្យ13លាន ខ្ញុំឲ្យ16លាន19លាននៅមានខ្ពស់ជាងនេះទៀតទេ30លាន ចាប់ហើយតកូលឋានក៏ចេញមុខមកដណ្ដើមដែររបស់មួយនេះប្រកាសជាគ្មានបានពួកយើងទេ មិនកាត់ចឹង ចាំខ្ញុំប្រាប់នៅក្រុងឆាងឡាននេះអ្នកណាក៏ដឹងថាគ្រួសារធំទាំង4មិនអាចប៉ះពាល់បានទេទី1គឺតកូលលាវដែលមានអំណាចនិងបុណ្យស័ក្តិខ្ពស់បំផុតពួកគេគ្រប់គ្រងនឹងហាមសេដ្ឋកិច្ចក្រុងទាំងមូលអធិបតេយ្យរីសាយគ្រប់កន្លែងគ្មាននរណាហ៊ានប៉ះពាល់ទេចំណែក3គ្រួសារទៀតគឺមានតកូលវាងតកូលសៀកនិងតកូលឋានទោះបីពួកគេចាញ់តកូលលាវបន្តិចមែនតែតាមឋានៈពួកគេមនុស្សដូចយើងមិនអាចលេងជាមួយគេបានឡើយ នៅមានខ្ពស់ជាងនេះទៀតទេ របស់នេះមិនល្អទេធ្លាក់ក្នុងដៃអ្នកណាធ្វើឲ្យអ្នកនោះមិនសុខរឿងអាក្រក់មិនចេះចប់យល់ដល់និស្សិតជួបគ្នាដំបូងខ្ញុំជួយអ្នកបន្តិចចុះបើចាំបងនៅខាងក្រៅមកភ្លែនបងដោះស្រាយរឿងបន្តិចឆាប់មកវិញទេ ចឹងអញ្ចឹងអូនចេញទៅចាំបង ត្រីវិស័យនោះមិនមែនជារបស់នាំសំណាងទេកុំដេញថ្លៃអីវានឹងអាក្រក់ចំពោះនាងត្រីវិស័យនោះគ្របដណ្ដប់ដោយធម្មពលអាក្រក់
លោកតាខ្ញុំស្រាប់តែឡើងចង់បាត់របស់នៅវិញហើយអាក្រក់ណាស់ណាមួយពលិដែលចេញមកនោះមើលចឹងមិនក៏មិនមែនបែបវិជាសាស្ត្រដែរខ្លាចតែមានរបស់មិនល្អនៅលើនោះវាចម្លែកណាស់នេះក៏សពហេតុផលដែរដល់ចោះគ្រូសាឋានយើងមិនយកទេឲ្យទៅគេផ្សេងទៅចាងអេឈប់សិនពួកយើងបានបោះតម្លៃចេញទៅហើយដូចជាគ្មានអ្នកណាហ៊ានបន្ថែមលឺនេះទេណាហើយចោះដេញហើយក៏ដេញទៅចាំខ្ញុំរកពេលបណ្ដេញធាតុអាក្រក់នោះចេញមកក្រៅឲ្យvậy giờ mình nắng អូនមិនអីទេបងហ្វេងតើបងមានអីចង់និយាយជាមួយអូនអត់មិនកាត់ទេរឿងដែលខ្ញុំខ្លាចជាអ្នកវឹកហាត់នេះមិនតាន់អាចប្រាប់អ្វីទេធ្វើឲ្យនាងភ័យមិនល្អឡើយលាក់សិនចុះចាំមានពេលចាំបកស្រាយប្រាប់នាងអត់ទេតើបងអាចមានរឿងអីទៅបានចឹងល្អហើយលុយចូលក្នុងកងហើយពួកយើងទៅទិញផ្ទះមួយទៅល្អលោកសៀកនេះគឺជាតំបន់ទាំងមូលរបស់ផ្ទះវិឡាពួកយើងតំបន់ទាំងមូលបែងចែកជា3កម្រិតគឺជួរក្នុងជួរកណ្ដាលនិងជួរក្រៅយោងតាមកម្រិតទាំង3នេះផ្ទះកាន់តែនៅក្នុងតម្លៃកាន់តែខ្ពស់ចំណែកលក្ខខណ្ឌនិងបរិយាកាសកាន់តែល្អដូចគ្នាតោះលោកសៀកពួកយើងទៅមើលជួរកណ្ដាលនិងជួរខាងក្រៅសិនមិនបាញ់មើលជួរកណ្ដាលនៅខាងក្រៅទេមើលតែខាងក្នុងបានហើយមិនបាញ់មើលជួរកណ្ដាលនៅជួរក្នុងទេមើលតែជួរខាងក្រៅបានលោកសៀកផ្ទះនៅជួរខាងក្នុងគឺល្អណាស់អ្នកដែលបានមើលហើយគឺសុទ្ធតែថាល្អទាំងអស់ប៉ុន្តែតម្លៃពិតជាខ្ពស់ខ្លាំងណាស់មនុស្សច្រើនណាស់ក្រោយពីមើលហើយមិនអាចទិញបានដូច្នេះលោកប្រកាសឲ្យថាទៅមើលផ្ទះជួរខាងក្នុងទៀតច្បាស់ជាមើលហើយត្រឹមលុយប៉ុណ្ណឹងគ្មានបញ្ហាទេខ្ញុំអាចទិញបានថ្មីត្បិតថាមិញនេះសៀវៃលក់វត្ថុបុរាណបានលុយច្រើនពិតមែនតែផ្ទះវិឡាននៅទីនេះតិចណាស់ក៏20លានដែរខ្លាចតែមិនគ្រប់លុយទេបានអញ្ចឹងគាត់សងគេចឹងវិញណាស់ហើយចុងគាត់ចង់មើលអីក៏បើលោកពេញចិត្តផ្ទះជួរខាងក្នុងហើយអញ្ចឹងខ្ញុំនាំលោកទៅមើលផ្ទះដែលមានតម្លៃថោកមុនគេចុះហ៎នាឡិកាដែលគេពាក់មើលទៅមិនថោកទេគេគួរតែមានលុយហើយអញ្ចឹងនាំគេទៅមើលគ្មានបញ្ហាផ្ទះជួរក្នុងមួយណាដែលថ្លៃជាងគេបាទខ្ញុំសូមធ្វើការណែនាំដល់លោកបន្តិចផ្ទះជួរខាងក្នុងរបស់យើងតម្លៃគឺរៀបចំតាមលេខផ្ទះលេខកាន់តែតូចគឺកាន់តែថ្លៃឥឡូវនេះផ្ទះវិឡាដែលនៅសល់មានតែវិឡាលេខ2ទេដែលថ្លៃជាងគេបើអញ្ចឹងពួកយើងទៅមើលផ្ទះនោះទៅលេខ2លោកសៀកនោះគឺជាផ្ទះដែលមានតម្លៃថ្លៃជាងគេណាខ្ញុំដឹងតាគឺចង់បានអាថ្លៃជាងគេនឹងហើយមកត្រូវខ្ញុំនឹងបងលុយប្រាច់ភ្លាមលោកសៀកមកដល់ទីនេះគឺយើងបានបញ្ចប់ការមើលផ្ទះវិឡាលេខ2ហើយតើលោកយល់យ៉ាងម៉េចដែរបានយកមួយនឹងហើយបាទសៀវៃពិតជាអាចបងបាត់ទាំងអស់ពិតមែនឬមួយក៏មកពីគេជាមួយនឹងអ្នកនាងគ្រូសាឋាននោះគួរតែអញ្ចឹងហើយគ្រូសាឋានពិតជាមានសមត្ថភាពនេះមែនបងហ្វៃបានណាត់នឹងសៀវលៀងរួចហើយថាដើរសពហេងជាមួយគ្នាលោកសៀកអបអរលោកបានខ្លាចជាម្ចាស់ផ្ទះវិឡាលេខ2នេះគឺជាសោនៅប្លង់ផ្ទះរបស់លោកហើយលេខទូរស័ព្ទរបស់ខ្ញុំក៏មាននៅក្នុងនេះដែរមានបញ្ហាអីអាចតាក់ទងខ្ញុំបានជូនពរលោករស់នៅប្រកបដោយក្តីសុខខ្ញុំលាសិនហើយខ្ញុំមិននឹកស្មានថាមានថ្ងៃដែលអាចទិញផ្ទះដែលមានតម្លៃរាប់លានបានដែរសោះប៉ុន្តែមិនគ្រប់ទេខ្ញុំត្រូវតែបង្កើនសមត្ថភាពបន្ថែមទៀតដើម្បីឲ្យវីអឺរស់នៅកាន់តែល្អប្រសើរអាឡូវីអឺដល់លេងចាប់ហើយនៅបងទៅយកអូនឬមកនៅផ្ទះថ្មីជាមួយគ្នាបងហ្វៃនោះគឺជាផ្ទះរបស់បងអូនអត់ទេអូនឥឡូវមិនចង់នៅផ្ទះវិឡាអីដែរបងទិញផ្ទះនេះដើម្បីពួកយើងទាំងពីរនាក់បើអូនមិននៅតែបងទិញផ្ទះមានន័យអីចាំបងទៅយកអូនល្អទេណាស់ចុងបងមិនបាច់ខ្វល់ពីអូនទេសម្រាប់ទៅអូននឹងសៀលុនៅបន្តបានតើអូនមានរឿងអីមែនបងស្ដាប់សម្លេងអូនដូចជាមិនសូវស្រួលសោះវីអឺអីវ៉ាន់អើឯងនឹងសៀកហ្វីមានរឿងអីមែនទេមិនបានជាខូចចិត្តដល់ថ្នាក់នេះសៀលុខ្ញុំមានអារម្មណ៍ថាថ្មីនេះសៀកហ្វីរឿងចម្លែងខ្ញុំសង្ស័យថាគាត់ស្រឡាញ់ស្រីផ្សេងថាម៉េចគេហ៊ានធ្វើអញ្ចឹងហីសៀលុអញកំតត់ខឹងអីខ្ញុំគ្រាន់តែសង្ស័យទេប្រហែលជាមកពីអញគិតច្រើនពេកទេដឹងសៀហ្វៃ
គួរតែមិនអាចធ្វើរឿងបែបហ្នឹងបានទេខ្ញុំជឿថាគេមានចិត្តមកលើអញជ្រៅជ្រះណាស់ហើយពិតជាបែបហ្នឹងមែនទេនឹងហើយកុំយំអីណាជប់យំទៅ តាមយើងយូរហើយមិនបញ្ឆាប់បង្ហាញខ្លួនមក បើឯងដឹងទៅហើយនោះព្រោះយើងក៏មិនលាក់ខ្លួនទៀតដែរយើងប្រមានឯងមើលខ្លួនឯងច្បាស់ទៅថានៅកម្រិតណាកុំសម័យចង់បានមនុស្សដែលឈោងមិនដល់ឲ្យសោះមិនបាច់ជាឯងខ្លាំងយ៉ាងនេះ និយាយមកអ្នកណាមកជាពួកឯងមកនិយាយមកអ្នកណាមកជាពួកឯងមកសូម្បីនរណាមកជាមកក៏មិនដឹងនៅហ៊ានមករករឿងយើងផង កុំយំអីណាអាឡូ ចាប់ប្រាប់ទីតាំងមកបើនឹងទៅឥឡូវនេះ ភោជនីយដ្ឋានតុងតាំង ទៅហើយអមមិញវិញដូចជាមានអារម្មណ៍មិនល្អគឺយ៉ាងមិនទៅហើយ នាងយំរហូតនាងពិបាកចិត្តណាស់តើថ្មីនេះលោកមានតដងជាមួយស្រីផ្សេងហើយនាងដឹងអត់ ប្រយ័ត្នស្ដីរបស់នាងផងខ្ញុំស្រឡាញ់តែវិញម្នាក់មួយជីវិតនេះខ្ញុំនៅជាមួយនាងតែម្នាក់គុណរឿងអីទៅតាក់ទងស្អីផ្សេងមិនបានជាវិញគិតប្រេះប្រដាស់បែបនេះឬមួយចិត្តឋានអ៊ីគិតឡើងវិញវិញខុសពីធម្មតាតាំងពីកន្លែងដីថ្លៃមកម្លេះអត់ទេបើតាមចរិតរបស់វិញនេះច្បាស់ជាគិតរឿងអ្វីប្រេះប្រដាស់ហើយ ម៉ង លបងមានស្រីស្អាតហ៎ ជិជិ អេស្រីស្អាតចាំពួកបងនាំអូនទៅសប្បាយណា អេ ពួកអញជាអ្នកណាហ្នឹងឆាប់ចេញទៅបើមិនអញ្ចឹងយើងប្តឹងប៉ូលីស ហើយនាងនឹងចង់ប្តឹងប៉ូលីសទៀតហ៎ ពួកអាក្មេងតំណឹងអត់ពូជទាំងអស់នេះហ៊ានមករករឿងអ្នកនាងលីផងហ៎ ទេវតាលំពេញជួងចៅខ្ញុំចាំថាពេលគេនៅផ្ទះតកោស៊ឺគេជាអ្នកក្រំដៃស៊ឺមុង អ្នកនាងលីសូមកុំប្រកាន់អីអ្នកប្រុសខ្ញុំបានផ្ដាំមកជាពិសេសថាជាមួយនឹងក្មេងតំណឹងទាំងអស់នេះអត់បញ្ហាទេអ្នកនាងកុំបារម្ភអីខ្ញុំនឹងដោះស្រាយជូនមិនឲ្យពួកវារំខានដល់អ្នកនាងឡើយអ្នកនាងលីអ្នកប្រុសខ្ញុំចង់ជួបអ្នកនាង ខ្ញុំមិនចង់ជុំអ្នកប្រាប់ពួកអញទេឆាប់ចេញទៅ ពួកឯងឆាប់អញ្ជើញអ្នកនាងទាំងពីរទៅជួបជាមួយអ្នកប្រុសស៊ឺទៅអញ្ជើញអ្នកនាងទាំងពីរ ហើយ ទៅជួបអ្នកប្រុសស៊ឺទៅហឹម ណែកុំអីណែវ៉ាន់អើ អ្នកនាងលីអ្នកប្រុសខ្ញុំបានប្រាប់ខ្ញុំថាមិនឲ្យប៉ះពាល់អ្នកនាងទេតែគាត់មិនបាននិយាយថាមិនឲ្យខ្ញុំប៉ះពាល់មិត្តភក្តិរបស់អ្នកនាងឡើយ ពេលនេះពិតជាគ្មានអ្នកជួយពិតមែនកុំផ្កល់ពួកខ្ញុំអីវ៉ាន់អើឆាប់រត់ទៅកុំឲ្យពួកវាចាប់បានរត់ទៅឆាប់ចេញទៅចេញទៅជុំអ្នកប្រុសស៊ឺសេលូទោះបីខ្ញុំត្រូវពួកគេចាប់ទៅក៏ដោយខ្ញុំមិនមានគ្រោះថ្នាក់ដល់ជីវិតទេបើឯងត្រូវគេចាប់ទៅវិញស្លាប់រស់មិនថាទេ អ្នកនាងលីសូមអញ្ជើញ ហឺគ្រូសាស៊ឺកាន់តែថ្លៃធំពីពេកហើយតែនាងរបស់យើងក៏អាចហ៊ានប៉ះពាល់ដែរអី សម្លេងមកដល់មិនឃើញខ្លួនមនុស្សអ្នកខ្លាំងកម្រិតយៀនអ៊ីងលីឈុនស៊ីនមិនបានចែកមកទីនេះ យើ លោកប៉ូលីពួកនេះគឺមនុស្សរបស់ស៊ឺមួយឈូពួកគេបង្ខំខ្ញុំឲ្យទៅជប់ស៊ឺមុងប្រាមមកជប់បាយថកទៀតបាត់នេះពូមិនបាច់លើកឡើងឲ្យគេទេមានបញ្ហាអីគ្រូសាលីងជាអ្នករ៉ាប់រងឯង បើដល់នាងបើជាថ្លៃធំមែនមើលទៅត្រូវតែបដៅចេញម្ដងទៅបានគ្នាឯងយកជួយចាត់ការឲ្យចុះចំណែកឯងវិញបំបាក់ដៃខ្លួនឯងទៅសងខាងរួចតែប្រាប់អ្នកប្រុសឯងវិញទៅថាបើហ៊ានរករឿងនៅនាងយើងទៀតជីវិតរបស់ពួកវាក៏មិនចាំបាច់ទុកតទៅទៀតដែរវាត្រូវតែបញ្ចប់អរគុណលោកលីដែលទុកជីវិតឲ្យ បាត់ទ្វារភ្លាមបដូរកន្លែងផ្សេងវិញ ជប់សិន ម មនុស្សដែលស្លាប់ទាំងអស់នេះជាស្នាដៃលោកមែនទេ ទៅតាមម្ដងសោះមិនបានដឹងថាមនុស្សទៅខ្ញុំជាអ្នកសម្លាប់វាភ្នែកទឹកមែនទេហ្នឹង ខ្ញុំកំពុងតែសួរលោក លោកម្ចាស់ឲ្យពួកនេះគឺខ្ញុំជាអ្នកសម្លាប់ ថាមិនត្រូវវិញក៏ខ្ញុំសួរឯង
អមាញ់មិនមានមនុស្សស្រីពីរនាក់មកហូបអីនៅទីនេះឥឡូវនេះមិនដឹងថាទៅណាតើឯងមានបានធ្វើអីពួកនាងទេអត់មានទេក្រៅពី4នាក់នេះខ្ញុំមិនបានធ្វើអីអ្នកណាផ្សេងទេអ្នកញ៉ាំអីតែប្រមាណកន្លែងនេះសុទ្ធតែមិនបានត្រូវរបួសទេដូច្នេះមនុស្សស្រី2នាក់ដែលលោកនិយាយនេះក៏ប្រកាសជាមិនអីដែរវាមិនតាក់ទងអីនឹងខ្ញុំទេអាឡូវៃអឺអូននៅណាបងតើអូននឹងសិលញ៉ាំអីរួចហើយកំពុងតែរៀបចំគេងបានអូនចាំបងទៅលើនេះហើយបានហើយមិនតាក់ទងនឹងឯងទេអាចទៅបានហើយហោះសិនអជូនដែរមានធម្មពលខ្លាំងដល់ថ្នាក់នេះផងឯងឯងចង់មានន័យថាគ្នាដែលបាននាំទៅត្រូវបានស្លាប់ដោយក្រោមដៃភាគីម្ខាងទៀតមែនទេចុះមនុស្សបញ្ជូនទៅសម្រាប់យាយហ្វៃវិញកុំថាមិនបានដំណឹងអីឲ្យសោះណាបាទពិតមែនទាំងអស់គ្នាសុទ្ធតែបាត់ដំណឹងទាំងអស់พี่ចាងគឺសុទ្ធតែស្លាប់ទាំងអស់ពួកយើងស៊ើបមិនដឹងទេចឹងរបស់ឯងគឺក្រោយក្នុងអាឡិតនោះនៅមានគ្នាវាទៀតតាមែនទេប្រកាសហើយមនុស្សដែលពួកយើងបញ្ជូនទៅសុទ្ធតែត្រូវស្លាប់ទាំងអស់បើសិនជាពួកគេមិនស្លាប់មិនអាចដល់ពេលនេះហើយមិនឲ្យដំណឹងមកទេម្យ៉ាងទៀតនៅលើខ្លួនពួកគេសុទ្ធតែមានឧបករណ៍ចាប់ទីតាំងប៉ុន្តែឥឡូវបាត់សញ្ញាទាំងអស់ហើយបើតាមស្ថានភាពនៅពេលនេះអ្នកដែលអាចការពារយៈហ្វៃពីក្រោយខ្នងបានគឺមានតែលីវេអឺម្នាក់គត់បើតាមស្ថានភាពនៅពេលនេះអ្នកដែលអាចការពារយៈហ្វៃពីក្រោយខ្នងបានគឺមានតែលីវេអឺម្នាក់គត់ខ្ញុំក៏គិតបែបនេះដែរថ្ងៃនេះពួកខ្ញុំទៅចាប់វេអឺចិត្តបានសម្រេចទៅហើយតែពេលនោះលីឈុនស៊ីនស្រាប់តែបង្ហាញខ្លួនមនុស្សដែលខ្ញុំនាំទៅត្រូវបានសម្លាប់ទាំងអស់សូម្បីតែដៃរបស់ខ្ញុំក៏ត្រូវបានលីឈុនស៊ីននេះកំពុងតែបញ្ឈឺពួកយើងហើយមិនត្រឹមតែសម្រាប់គ្នារបស់យើងទេថែមទាំងបំផ្លាញដៃរបស់ខ្ញុំទៀតហើយថែមទាំងស្អីគេទៀតថែមទាំងបោះពាក្យមកថាបើសិនជាអ្នកប្រុសហ៊ានទៅបំពេញលើលីវេអឺទៀតគេនឹងមកដល់ផ្ទះយកជីវិតអ្នកប្រុសតែម្ដងថាម៉េចគ្រូសាលីលីឈុនស៊ីនលីវេអឺពួកឯងឌឺដងឲ្យយើងដោយមិនខ្លាចងាប់បែបនេះកុំគិតថាយើងមានអារម្មណ៍ទៅលើលីវេអឺតែបន្តិចនេះគឺមិនហ៊ានប្រែទឹកមុខជាមួយពួកវាឲ្យសោះនោះចងយើងសូមអ្នកប្រុសបញ្ជាហើយព្រឹទ្ធាចារ្យទី2មកប្រាប់គាត់ថាយើងមានរឿងចង់ឲ្យគាត់ជួយបាទខ្ញុំទៅព្រាមយ៉ាហ្វៃឯងចាំតែមើលចុះថាលើកនេះឯងនឹងរួចខ្លួនទៀតបានអត់បីអូនយកច្រឡំរបស់ហើយក្នុងចិត្តបងមានតែអូនម្នាក់គុណបងចង់រស់នៅជាមួយអូនមិនចង់បានអ្នកផ្សេងទេបងហ្វៃអូនក៏ស្រឡាញ់បងដែរមួយជីវិតនេះអូនត្រូវការតែបងម្នាក់គុណអេខ្ញុំកំពុងនៅទីនេះកុំមកស្វិតនៅចំពោះមុខអ្នកសិង្កតដូចខ្ញុំនេះសៀហ្វៃពីមុនខ្ញុំមើលលោកក្នុងផ្លូវមិនល្អខ្ញុំសំទោសថ្ងៃក្រោយខ្ញុំឈប់ហាមឃាត់អ្នកទាំងពីរនៅជាមួយគ្នាហើយជូនពរអ្នកទាំងពីររស់នៅជាមួយគ្នារហូតដល់ចាស់បែបនេះខ្ញុំទុកចិត្តហើយវត្តបានចឹងខ្ញុំទៅវិញសិនហើយសេលូអញមិនបាច់ទៅទេវត្តពួកអញទាំងពីរនៅសាសងគ្នាចុះណែសេលូបីបើអូនមិនចង់ឲ្យនាងទៅនៅវិឡាកំដៅអូនទៅនាងប្រកាសជាមិនចូលព្រមទេនាងទៅមិញនេះគឺមកពីមិនចង់រំខានពួកយើងឲ្យនាងទៅនៅផ្ទះវិឡាកាន់តែមិនអាចអូនស្មានថាបងផ្ដោតលុយផ្សេងទៅទិញផ្ទះមែនទេបានជាអូនខូចចិត្តដល់ថ្នាក់នេះតែតាមការពិតលុយនោះគឺជាលុយរបស់បងទេពីនេះអូនច្បាស់ជាចង់ដឹងថាហេតុនេះបានជាបងមានលុយច្រើនយ៉ាងនេះមែនទេបងហ្វៃនេះដៃរបស់បងអាចបញ្ចេញសំណើបាននេះពិតជាអភ័យទៅហើយពិតមែនបីនេះគឺជាចំណុចពិសេសរបស់បងម្យ៉ាងទៀតបងមិនត្រឹមតែអាចបញ្ចេញភ្លើងបានទេក៏ជាអ្នកវឹកហាត់ម្នាក់ដែរឡើងលើមេចុះក្រោមដីគ្មានអ្វីដែលបងមិនអាចធ្វើបាននោះទេព្រមតែមានរឿងជាច្រើនទៀតដែលបងអាចធ្វើបានលុយដែលបងមានពេលនេះគឺពឹងលើសមត្ថភាពបងបីពេលនេះអូនគួរតែជប់សង្ស័យបងហើយមកបីអូនចង់សាកអារម្មណ៍ហោះហើរនៅលើមេឃដែលផ្ទាល់ទេបងហ្វៃបងពិតជាប្រកែកណាស់បងមិនក៏សង្ហាដល់ថ្នាក់នេះកុំតន់អីពួកយើងទៅផ្ទះសិនទៅបងមានរបស់ឲ្យអូនទៀតមកបងហ្វៃមិននឹងពិតជាអាចារ្យពិតមែនណាបងថាបងនៅមានរបស់ថ្មីឲ្យអូនតែជាអីអូនពិតជាចង់ដឹងណាចាំមើលណាគឺមួយនេះរបស់មួយនេះអូនដាក់ជាប់ខ្លួនទៅមិនមែនជាកងដៃធម្មតាទេវាជារបស់ការពារខ្លួនកងដៃ
វេទមន្តប្រាំមិនទេ សាមញ្ញទេរៀនតែមិនតែចេះហើយចាំមើលឲ្យច្បាស់ណា វ៉ាវពិតជាអស្ចារ្យណាស់ ពិតមែនណាតើវាអស្ចារ្យទេរបស់នេះបងរៀបចំជាពិសេសសម្រាប់អូនថ្ងៃក្រោយទោះជាបងមិននៅក៏អូននៅតែមានសុវត្ថិភាពដែរមានវានេះអ្វីក៏អូនមិនបាច់ខ្លាចដែរ បងហ្វេងបងបានប្រាប់អត់កំបាំងមកដល់អូនហើយឥឡូវបងខ្លាំងពូកែទៀនអញ្ចឹងអូនក៏ប្រាប់អត់កំបាំងរបស់អូនដែរតាមពិតអូនគឺជាកូនស្រីត្រកូលលីដែលត្រកូលធំមួយក្នុងចំណោមត្រកូលធំទាំង3នៃយិនទូ បងស្រឡាញ់អូនមិនមែនដោយសារឋានៈគ្រួសាររបស់អូនទេព្រោះអូនគឺជាអូន អូនក៏ដូចគ្នាដែរ vậy ơ លោកប្តី vậy ơអូនចង់តាណាននឹង អូនចង់ទៅរកស៊ីនោះ អញ្ចឹងក៏បានប៉ុន្តែត្រូវប្រយ័ត្នចាប់ទៅចាប់មកទៅចុះបាយបាយ សេហ្វៃតាមពិតលោកនៅទីនេះសោះ មានរកខ្ញុំ សេហ្វៃលោកផ្លេចសន្យាលើកមុនជាមួយខ្ញុំ សន្យាអី លោកថានឹងរកពេលជួបពួកយើងបណ្ដេញធម្មពលអាក្រក់ចេញពីត្រីវិស័យមែនទេអញ្ចឹងថ្ងៃនេះមកទៅខ្ញុំនៅវិឡាលេខ1ខាងមុខនឹងឯងហើយលោកតាក៏នៅផ្ទះនោះដែរ អូកាប់ពិតគឺអញ្ចឹងទេបានថ្ងៃនេះក៏ថ្ងៃនេះចុះខ្ញុំក៏ទំនេរដែរ មកលោកតាមើលណែមើលអ្នកណាគេមកលោកតាមើលអ្នកណាគេមក អ៊ីនេះគឺ នេះគឺសេហ្វៃគឺជាអ្នកខ្លាំងម្នាក់ខ្ញុំចេញគាត់មកជួបលោកតាដែលផ្ទាល់ ជួយតាគ្រាន់តែជាក្មេងម្នាក់ណាហើយចុះអ៊ីក៏មិននិយាយរញ៉ៃរំខានតាតាំងសបាធីអីអាហ៊ានឌីលយើងផង សេហ្វៃកុំផ្ដេសផ្ដាស់នៅទីនេះ ខ្ញុំថាខ្លួនលោកមានជំងឺគឺមានជំងឺអ៊ីឆាប់ដេញគេចេញ លោកតាចាំមកឆៃ អូជួនខ្ញុំតូចតាចមើលមិនឃើញសមត្ថភាពពិតរបស់លោកសូមអធិស្ឋានឲ្យខ្ញុំផង លោកតានេះលោកតាហៅគេថាម៉េចគេជាអូជួន សេហ្វៃខ្ញុំសុំវល់លោកដោះលែងលោកតាខ្ញុំទៅលោកតាអាយុក៏ច្រើនសុខភាពមិនល្អទេគាត់មិនអាចទ្រាំទ្របានទេ អូជួនអំបញ្ញមិញខ្វះការគួរសមមិនតតទៅអ៊ីទេបើចង់សម្រាប់ខ្ញុំចុះអូជួនអរគុណដែលបានជួយរឿងនេះត្រកូលឋានខ្ញុំមិនចង់ចាប់ក្នុងចិត្ត លោកតានេះមិនន័យថាចឹងមិញឬមិញគេ ត្រូវហើយអំបញ្ញមិញលោកម្ចាស់អូជួនជាអ្នកជួយតាមិនត្រឹមតែប៉ុណ្្នឹងការបំបីកម្រិតវឹកហាត់ដែលជាប់គាំងរយៈពេលរាប់រយឆ្នាំមកនេះសុទ្ធតែលោកម្ចាស់អូជួនបានជួយទាំងអស់ តាមពិតគឺចឹងទេសេហ្វៃលោកតាខំវឹកហាត់រាប់ឆ្នាំទីបំផុតបំបីបានហើយខ្ញុំមិនដឹងតបស្នងគុណលោកយ៉ាងម៉េចទេ អ៊ីកុំខ្វះការគួរសមមិនអាចឲ្យលោកម្ចាស់អូជួនចំឈ្មោះទេហៅថាលោកម្ចាស់តាមលោកតាទៅត្រីវិស័យនោះណែណាទៅយកមកមើលថាតាមមានរឿងអីបាទលោកម្ចាស់រងចាប់បន្តិចខ្ញុំទៅយកមកលើនេះភ្លាមអ៊ីនៅឈរថ្មឹងដល់ណាទៀតឆាប់លើកតែជួយលោកម្ចាស់ទៅ ចាខ្ញុំនឹងទៅភ្លាម តាមពិតវាជាប្រឹងព្យាបាលកម្រិតពោតដែលតង់ជាប់នឹងរបស់នេះសោះកម្លាំងរបស់ប្រឹងព្យាបាលនេះខ្លាំងជាងអ្នកវឹកហាត់កម្រិតលៀនឈីកមួយចំនួនទៅទៀតលើមុំអាចយកមកធ្វើជាអាយ៉ងធម្មពលនេះមិនត្រឹមតែជាគ្រោះថ្នាក់ធម្មតាទេបើទុកវានៅក្នុងផ្ទះទៀតពួកលោកនឹងស្លាប់ជាមិនខានឡើយបើនៅតែបន្តទុកវានៅក្នុងផ្ទះទៀតពួកលោកនឹងស្លាប់ជាមិនខានឡើយ ថាម៉េច តែវិស័យនេះអាចបញ្ចេញពលិបានដោយសារតែមានវត្តមានពលឹងព្យាបាលតោះតែចាប់ពលឹងនោះចេញកំចាត់ធម្មពលអាក្រក់ទើបផ្នែកទៅជាតែវិស័យធម្មតាបានឈឺណាស់ឈឺចាប់ណាស់ដោះលែងខ្ញុំទៅ ខំរឿងក៏អត់ប្រយោជន៍ដែរចុះចាញ់ទៅធ្វើជាអាយ៉ងរបស់យើងគឺជាសំណាងរបស់ឯងហើយក ុំអីលោកម្ចាស់ទុកជីវិតខ្ញុំផ
ផងឲ្យតែលោកម្ចាស់ដល់ឡើយខ្ញុំសុខចិត្តបំរើលោកម្ចាស់មិនបាត់ឡើយទុកជីវិតឲ្យវាថ្ងៃក្រោយនឹងមានប្រយោជន៍ទៀតរឿងអាយ៉ងនោះណាស់ហើយចុះធ្វើជាប្រចាំកូនចៅវិញបានហើយជប់សាយទៅយើងមិនធ្វើអីអញទេលោកម្ចាស់ប៉ុណ្ណឹងរួចរាល់ហើយសមត្ថភាពលោកម្ចាស់ពិតជាមិនធម្មតាមែនបើខ្លាចជាម្ចាស់នឹងកូនចៅទៅហើយគួរតែដឹងឋានៈនាងនឹងយើងហើយខ្ញុំឈ្មោះលីងអ៊ីងសៀនគឺជាមនុស្សរាជការមិនបាច់ខ្លាចដល់ថ្នាក់នឹងទេបើយើងជាម្ចាស់របស់នាងទៅហើយយើងក៏មិនធ្វើបាបនាងដែររយៈពេល3ឆ្នាំទៅស្ដាប់តាមបញ្ជាយើងដល់ពេលវេលាសមស្របខ្ញុំនឹងជួយសាងរូបរាងឲ្យនាងរស់សាជាថ្មីសាងរូបថ្មីលោកនិយាយជាការពិតទេសាងរូបថ្មីលោកនិយាយជាការពិតទេខ្ញុំអរគុណបំណងល្អរបស់លោកម្ចាស់គ្រាន់តែការសាងរូបថ្មីមិនមែនជារឿងងាយទេទាល់តែអ្នកមានភ្លើងទេពទើបអាចធ្វើបានភ្លើងនេះខ្ញុំមិនធ្លាប់ជួបពីមុនទេអណ្ដាតភ្លើងពិសេសជាភ្លើងដែលខ្ញុំនិយាយមុននេះលោកម្ចាស់មានភ្លើងទេពអ្វីដែលខ្ញុំមានមិនត្រឹមតែភ្លើងទេពនេះទេថ្ងៃក្រោយនេះនឹងដឹងម្ដងមួយខ្ញុំអរគុណលោកម្ចាស់ហើយថ្ងៃក្រោយខ្ញុំនឹងស្ដាប់តាមបញ្ជាលោកម្ចាស់មានរឿងអីលោកម្ចាស់អាចប្រាប់ខ្ញុំបានប៉ុន្តែព្រលឹងព្យាបាលខ្លាចពលឺថ្ងៃអញ្ចឹងពេលថ្ងៃខ្ញុំមិនអាចតាមបម្រើលោកម្ចាស់បានទេសូមលោកម្ចាស់អធិស្ឋានខ្ញុំដឹងហើយកម្លាំងវិញ្ញាណរបស់នាងអាចទ្រាំបានតែនៅពេលថ្ងៃប៉ុណ្ណោះគឺប្រហែលជាមួយយាមរយៈពេលខ្លីយ៉ាងនេះមួយយាមមិនវែងហើយក៏មិនខ្លីតែបើចង់រកវត្ថុស័ក្តិសិទ្ធិអាចដាក់ព្រលឹងក្នុងរយៈពេលដ៏ខ្លីមិនមែនជាការងាយទេមានតែបំបីកម្រិតជូឈីអវិញ្ញាណដឹងរីកសាយពីឆ្ងាយជាងនេះចាំរកវត្ថុស័ក្តិសិទ្ធិដាក់ក្នុងព្រលឹងតាមក្រោយរឿងដែលសំខាន់ពេលនេះត្រូវទៅកន្លែងដែលមានធម្មពលធម្មជាតិគ្រប់គ្រាន់ដើម្បីវឹកហាត់ចា៎លោកបានលើទេថាថ្ងៃនេះសមាគមក្បាច់គុនបានបដូរអ្នកដឹកនាំឬថាកម្រិតអ្នកដឹកនាំថ្មីបានឡើងដល់កម្រិតយិនអ៊ីងហើយកម្រិតយិនអ៊ីងគឺអ្នកខ្លាំងមកពីជីងឆឹងគេមកពីជីងឆឹងមែនហើយក៏ជាមិត្តចាស់របស់លោកដែរអ្នកណាជួយឈិងជឺថាម៉េចគេគឺជួយឈិងជឺអាចឆ្កែបើក្បាលនេះធ្វើបាបខ្ញុំណាស់កាលនោះបកុំទេវីចៅរបស់ខ្ញុំក៏មិនអាចធ្លាក់ក្នុងដៃរបស់អ្នកដទៃដែរមែនហើយនឹកឃើញរឿងនេះពេលណាធ្វើខ្ញុំខឹងពេលនោះកុំអីតកោសៀកខ្ញុំក៏មិនធ្លាក់ខ្លួនដូចជាសពថ្ងៃនេះដែរហើយពេលនោះត្រកោសៀកលោករុងរឿងណាស់ដោយសារតែរឿងមួយនោះទើបបង្ខំចិត្តដកមកនៅក្រុងឆាងឡានបែបនេះហើយដោយសារគេជាអ្នកនៅពីក្រោយលោកខឹងនឹងគេវាជារឿងធម្មតាទេហេត្រូវហើយគេចាប់ចៅប្រុសរបស់លោកនៅឆ្នាំនោះឥឡូវមានដំណឹងគេខ្លះហើយនៅត្រូវហើយគេចាប់ចៅប្រុសលោកនៅឆ្នាំនោះឥឡូវដំណឹងពីគេបន្តិចក៏គ្មានដែរមែនហើយនិយាយដល់រឿងនេះខ្ញុំពិបាកចិត្តខ្លាំងណាស់ណាស់ហើយចុះប្រហែលឆ្នាំមុននេះខ្ញុំបានប្រើខ្សែរយៈអស់លទ្ធភាពហើយនៅតែរកដំរុយរបស់ចៅប្រុសខ្ញុំមិនឃើញប្រហែលជាគេបាត់បង់ជីវិតទៅហើយក៏មិនដឹងគេមកកាន់តំណែងប្រធានសមាគមយុទ្ធគុណនៅក្រុងឆាងឡាននេះគោលដៅមិនសាមញ្ញទេអាចកំពុងរៀបចំគម្រោងសម្ងាត់ណាមួយក៏មិនដឹងខ្ញុំដឹងច្បាស់ណាស់ថាគេចង់ប្រាក់អំណាចរបស់គេកំចាត់តកោសៀកក្នុងនាមជាកម្ពុជាអ្នកខ្លាំងទាំងឋានៈទាំងតំណែងនៅក្នុងកម្រិតកម្ពុជាដូចជាគេនេះចង់កំចាត់គ្រួសារតកោសៀកតូចមួយដូចជាបកជែកយ៉ាងចឹងធម្មពលនេះឬមួយហោះសិនអស់ជូននៅទីនេះបំបីធម្មពលឡើងការពិតខ្ញុំស្មានថាកម្មវឹកហាត់លើកនេះយ៉ាងច្រើនណាស់បានត្រឹមហោះសិនដំបូងតែមិនស្មានថាបំបែកឡើងដល់កម្រិតហោះសិនមជ្ឈុំទៅហើយនេះពិតជាទេវតាជួយមែនមិននឹកស្មានថាខ្ញុំបំបែកដល់កម្រិតហោះសិនមជ្ឈុំសោះតាមឡើយស្មានថាការវឹកហាត់លើកនេះបានត្រឹមតែកម្រិតហោះសិនដំបូងទេពិតជាទេវតាជួយមែន
អបអរសាទរលោកម្ចាស់បំបីកម្រិតបានជោគជ័យថាមពលលោកម្ចាស់ពិតជាខ្លាំងណាស់ខ្ញុំអាចមានអារម្មណ៍ដឹងថាថាមពលលោកម្ចាស់គឺព្រាបពីមុនខ្លាំងជាងមុនច្រើនណាស់ ការជោគជ័យលើកនេះហូបពីការស្មានទុករបស់ខ្ញុំអាចទុកថាជោគជ័យដែលចៃដន្យបានហើយដល់ពេលទៅរកអាវុធឲ្យនាងហើយបើមិនចឹងព្រលឹងរបស់នាងនៅក្រោមពន្លឺថ្ងៃយូរពេកច្បាស់ជារលីបាន ចាងអរគុណលោកម្ចាស់ដែលបានគិតគូរ មិនបាច់គួរសមទេយើងបាញ់ចាញ់មិត្តនឹងសត្រូវច្បាស់ណាស់មិនថាមិត្តឬក៏អ្នកក្រៅមកគំឲ្យតែស្មោះត្រង់ជាមួយយើងគ្មានអ្នកណាអាចធ្វើបាបបានឡើយតែមកជាសត្រូវបាច់ខាំទៅតែងំមិនថាមិត្តឬក៏អ្នកក្រៅមកគំឲ្យតែស្មោះត្រង់ជាមួយយើងគ្មានអ្នកណាអាចធ្វើបាបបានឡើយតែមកជាសត្រូវបាច់ខាំទៅតែងំសមាគមក្បាច់គុណ ឯងជានរណា យើងមករកអ្នកខ្លាំងជាងគេនៅក្នុងសមាគមក្បាច់គុណនេះ មកពីពួកខ្ញុំមានផ្នែកអបស្រីពួកខ្ញុំដឹងខុសហើយលោកម្ចាស់ក៏ប្រកាន់ជាមួយពួកខ្ញុំអីអរគុណលោកម្ចាស់លើកលែងឲ្យអរគុណលោកម្ចាស់លើកលែងឲ្យ ពួកឯងមានពេលតែ10នាទីប៉ុណ្ណោះតើហើយអ្នកខ្លាំងជាងគេមកជួបយើងបើមិនអញ្ចឹងយើងនឹងវាយទីនេះឲ្យរៀបដូចដី លោកម្ចាស់តែកន្លែងនេះពិតជាមានរបស់រក្សាព្រលឹងពិតមែនទេ យើងបានស៊ើបច្បាស់ហើយនៅទីនេះមានថ្មពិសេសរក្សាវិញ្ញាណហៅថាថ្មវិញ្ញាណវាខុសពីឧបករណ៍លំហដោយសារតែវាអាចរក្សាព្រលឹងបានហើយវាក៏អាចចិញ្ចឹមព្រលឹងបានដែរចំពោះអ្នកហាត់របស់នេះពិតជាកម្រមានណាស់មានថ្មវិញ្ញាណនេះនាងវឹកហាត់នៅខាងក្នុងរយៈពេល1ខែនឹងឡើងមួយកម្រិតទៀត ត្រូវការតែកន្លះខែថាមពលក៏អាចកាន់ឡើងមួយកម្រិតទៀតប្រសិទ្ធភាពរបស់ថ្មវិញ្ញាណនេះពិតជាអស្ចារ្យពេកទេដឹងប៉ុន្តែលោកម្ចាស់លោកមិនចាំបាច់រករបស់ល្អបែបនេះឲ្យខ្ញុំទេរបស់នេះធ្វើត្បិតថាល្អតែបដល់ដៃហើយប្រកាសជាមានព្យុះភ្លៀងខ្លាំងមិនខានកន្លែងខ្ញុំប្រកាន់មិនត្រូវការធំដុំពេកទេត្រឹមតែនៅក្នុងឧបករណ៍លំហគ្រប់គ្រាន់ហើយបើយើងជាម្ចាស់របស់នាងក៏ចង់ឲ្យនាងល្អបំផុតដែរមិនឲ្យនាងតមទ្រផ្ដេសផ្ដាស់ទេគ្រាន់តែដើរតាមយើងទៅរឿងផ្សេងៗទៀតមិនបាច់ខ្វល់ខ្វាយទេទោះនៅខាងមុំមានឧបសគ្គយ៉ាងណាក៏ដោយក៏យើងបោះសម្អាតដល់នាងដែរ ហួយប្រអីនោះគឺជាអ្នកប្រុសឈ្ួយឡៃគឺជាកូនប្រុសម្ចាស់សម្ព័ន្ធបច្ចុប្បន្នគាត់អែមណាស់ពិតមែនអីគាត់គឺជាអ្នកប្រុសឈ្ួយឡៃដែលមានអាយុ25ឆ្នាំឡើងដល់កម្រិតជូជីនឹងមែនគាត់ពិតជាអាចារ្យមែនឯងនិយាយស្អីដឹងគ្មានភ្នែកទេមិនឃើញតែប្រុសយើងចង់ឆ្លងកាត់ទេមនុស្សនេះមកប្រកាសធម្មតាទេតែសមត្ថភាពបែរជាខ្លាំងយ៉ាងនេះមិនអាចមើលងាយទេតែអញ្ចឹងយ៉ាងម៉េច គូបន្ទោសដែលគ្មានឪពុកឡើងដល់កម្រិតយិនអ៊ីងថ្ងៃនេះចាត់ទុកថាឯងសួយតិចចុះយើងមិនលើកលែងឯងទេមិនបាច់ខ្លាចទេគ្រាន់តែជាអ្នកតូចតាចមួយប៉ុណ្ណោះពួកឯងចូលទៅនៅសល់ប្រមាណទុកឲ្យយើងចាត់ការមិនបាច់ខ្លាចទេគ្រាន់តែជាអ្នកតូចតាចមួយប៉ុណ្ណោះពួកឯងចូលទៅចាប់វាឲ្យយើងសល់ប្រមាណទុកឲ្យយើងជាអ្នកចាត់ការសមត្ថភាពពួកគេមិនអាចមើលងាយបានទេបើរួមដៃគ្នាទប់ទល់ជាមួយនឹងកម្រិតជីងតានបានឲ្យពួកនេះឡំពាត់អមនុស្សមិនចេះស្គាល់ទាបខ្ពស់ ដល់ពេលនោះយើងនឹងវាយវាផ្ដួលបានដោយងាយស្រួលលោកម្ចាស់ពួកគេហ៊ានធ្វើបែបនេះដល់លោកម្ចាស់ឲ្យខ្ញុំចូលចាត់ការពួកគេទៅមិនបាច់ទេពេលនេះកម្លាំងវិញ្ញាណរបស់នាងខ្សោយណាស់មិនគួរប្រាំទៀតទេយល់ល្អនាងគួរតែឈរនៅក្រៅខ្នងយើងទៅរឿងផ្សេងទៀតទុកឲ្យយើងបានហើយសមត្ថភាពអាឡាឌីខ្លាំងវាយជាមួយមនុស្សច្រើនយ៉ាងនេះហើយវាគួរតែអស់កម្លាំងហើយអញ្ចឹងយើងប្រើកម្លាំងតែបន្តិចក៏អាចបង្ក្រាបវាបានដល់ដីដែរ ដោយយើងមិនចាំបាច់ប្រើកម្លាំងខ្លាំងដើម្បីបង្ក្រាបឯងនោះទេតើមែនដែរទេលើយើងទៅយើងមិនមែនជាអ្នកធម្មតាទេបើឯងហ៊ានធ្វើយើងប៉ារបស់យើងក៏មិនលើកលែងឯងដែរគាត់គឺជាម្ចាស់សមាគមក្បាច់គុណអាឡាត់ឯងគាត់បើមែនវាជាគុណមិញនេះខ្លាំងគួរឲ្យភ្ញាក់ផ្អើលតែយើងគិតថាឯងប្រើធម្មពលខ្លាំងយ៉ាងនេះកម្លាំងធាតុគួរតែប្រើអស់ហើយ lại giờ tư giờ mà chỉ là thầm đa thế bà ai hiện thưa ấy dương bàរបស់យើងប្រកាសជាមិនលើកលែងឯងទេគាត់គឺជាម្ចាស់សមាគមក្បាច់គុណលែងយើងទៅឯងថាប៉ាឯងជាម្ចាស់សមាគមក្បាច់គុណមែនទេមិនខុសទេអ្នកកម្រិតយិនអ៊ីងជួយជីងជើជាប៉ារបស់យើងយើងមិនមែនចង់សួររឿងនេះទេ
មើលទៅសមាគមក្បាច់គុណក៏មិនប្រកែកណាស់ណាស់ដែរមិនបាច់គិតអ្វីច្រើនទេក្រៅពីថ្មវិញ្ញាណយើងយកសមាគមក្បាច់គុណនេះដាក់ចូលក្នុងថង់ដែរទៅ លោកប្អូនជួយលោកប្អូនមកពីទីក្រុងមកទទួលតំណែងជាម្ចាស់សមាគមក្បាច់គុណនៅឆាងឡានលើកនេះដូចជាមិនមែនមានគោលបំណងតែមួយនឹងទេបើខ្ញុំទេមិនខុសទេគោលដៅរបស់លោកប្អូនគឺគ្រួសារសៀកឬមួយក៏លោកប្អូននៅគិតរឿងឆ្នាំនោះទៀតលោកប្អូនជួយតើខ្ញុំនិយាយនេះជាការពិតដែរទេ ដើម្បីមានពេលមកឆាងឡាននេះខ្ញុំរៀបចំគម្រោង10ឆ្នាំមកហើយនៅខ្វះតែមួយជំហានទៀតអាចបំផ្លាញគ្រួសារសៀកទាំងមូលបានលើកនេះខ្ញុំបន្ទុកជីវិតឲ្យជាដាច់ខាតគ្រួសារសៀកនៅមួយថ្ងៃខ្ញុំមិនបានសុខមួយថ្ងៃហើយមិនដឹងស្មានថាគំនុំគ្រួសារពួកឯងទាំងពីរដល់ពេលនេះហើយនៅមិនទាន់បានស្រាយទៀតខ្ញុំក៏មិនអាចធ្វើអីបានដែររឿងរបស់ពួកឯងខ្ញុំមិនលុកដៃទេគ្រាន់តែចង់រំលឹកឯងប៉ុណ្ណោះថានៅឆាងឡាននេះមិនធម្មតាដូចជាឯងគិតនោះនេះមានន័យថាម៉េចខ្ញុំមិនលាក់បាំងនឹងលោកប្អូនទេយប់មិញនៅទីក្រុងឆាងឡានខ្ញុំបានជួបអ្នកខ្លាំងហោះសិនអជូនថាម៉េចអូជូនដែលមានវត្តមានច្រើនឆ្នាំមកហើយចាប់ឡើងនិយាយប្រាប់ខ្ញុំឲ្យលោកមិត្តមកហោះសិនអជូនម្នាក់នោះសមត្ថភាពខ្លាំងណាស់ខ្លាំងដល់ថ្នាក់ស៊ឺតែខ្ញុំនៅចំពោះមុខគេកម្លាំងតតាំងអ្វីបន្តិចក៏គ្មានដែរទោះបីជាលបងក៏មិនអាចតតាំងបានដែរនេះដូចជាខ្លាំងពេកទេដឹងលោកប្អូនបើហោះសិនអជូនមានវត្តមាននៅទីក្រុងឆាងឡានហើយពួកយើងគួរតែថ្នមដៃថ្នមជើងបន្តិចទៅក៏មកករឿងមិនចឹងរឿងតូចខ្លាចជាធំហើយដល់អ្នកខ្លាំងហោះសិនអជូនមកលទ្ធផលប្រកាសជាពិបាកស្មានណាស់បើអញ្ចឹងតើវាយ៉ាងម៉េចនៅពីក្រៅខ្ញុំមានសមាគមក្បាច់គុណហោះស៊ីទាំងមូលទោះបីហោះសិនអ៊ូជួនបង្ហាញខ្លួនមកក៏ដោយក៏គេមិនអាចធ្វើអីខ្ញុំបានដែរថាមិនត្រូវដែរសមាគមក្បាច់គុណហោះស៊ីគឺជាខែលរបស់ពួកឯងមែនប៉ុន្តែតាំងពីគេមកនៅទីក្រុងគ្មានរកឥទ្ធិពលអីទេតែឯងនៅចិត្តនេះបើហោះសិនអជូននោះមករករឿងដល់ផ្ទះតើឯងមានសមត្ថភាពទប់ទល់ដែរឬអត់ឬមួយក៏ឯងស្មានថាសមាគមក្បាច់គុណមើលឃើញឯងសំខាន់ខ្លាំងដល់ថ្នាក់ហ៊ានធ្វើឲ្យប៉ះពាល់ដល់ហោះសិនអជូនដោយមិនស្ដាយពីអ្វីមែននោះឯងស្មានតែក្រោយពីរឿងនេះសមាគមក្បាច់គុណមើលឃើញឯងសំខាន់មិនស្ដាយពីអ្វីដើម្បីសងសឹកឲ្យឯងហ៊ានធ្វើឲ្យប៉ះពាល់ដល់ហោះសិនអជូនប្រធានសមាគមមានរឿងធំហើយមិនក៏សន់ស្លោម្លេះក្រែងយើងធ្លាប់ប្រាប់ពួកឯងថាជួបបញ្ហាត្រូវចេះធ្វើចិត្តឲ្យស្ងប់គ្រូក្បាលមិនចេះចាំមែនសើគ្មានច្បាប់ទម្លាប់បែបនេះសូមលបងកុំប្រកាសអីណានិយាយមកតើបើយ៉ាងម៉េចទៀតលោកប្រធាននៅខាងក្រៅមានគ្រូក្បាច់គុណម្នាក់ក្អេងក្អាំងណាស់និយាយថាឲ្យលោកទៅជួបក្នុងពេល10នាទីបើមិនចឹងទេគេនឹងវាយបង្រៀបសមាគមយើងតែម្ដងថាម៉េចមានរឿងបែបនេះផងលោកប្រធានស្ងប់ចិត្តសិនលោកធម៌បាននិយាយថាបើជួបរឿងត្រូវត្រជាក់ចិត្តកុំស្លន់ស្លោស្ងប់ចិត្តទេពួកវាមកជន់ក្បាលយើងដល់មុខផ្ទះហើយឲ្យយើងស្ងប់ចិត្តយ៉ាងម៉េចនឹងបានទៅគ្រូក្បាច់គុណនោះមានរូបរាងយ៉ាងណាមានបានប្រាប់ឈ្មោះទេទាំងនេះគេមិនបានប្រាប់ទេតែមើលតែគេក្មេងណាស់នៅក្មេងមានគ្រូក្បាច់គុណណាស់ដែលនៅក្មេងនោះឯងចង់លេងសើចជាមួយយើងមែនទេអត់ទេគេនៅក្មេងមែនហើយខ្លាំងទៀតផងគ្រាន់តែបញ្ចេញថាមពលបន្តិចក៏សង្កត់ពួកយើងជាប់អស់ទៅហើយពួកយើងគ្មានកម្លាំងតបតទេពួកយើងពិតជាទុកមិនជាប់មែនបានហើយបងលីពួកយើងទៅមើលដល់ផ្ទាល់ទៅមើលគ្រូក្បាច់គុណនោះបន្តិចតោះកូនប្រុសខ្ញុំអ្នកណាជាអ្នកធ្វើឡៃអ្នកណាធ្វើបាបកូនប៉ានឹងឲ្យវាងាប់ដោយគ្មានដីកប់ប៉ាគឺវាប៉ាត្រូវសងសឹកឲ្យខ្ញុំជើងខ្ញុំពេលនេះកម្រើកលែងកើតហើយខ្ញុំត្រូវតែឲ្យវាសងជីវិតមិនអីទេប៉ានឹងឲ្យវាចង់រស់ក៏មិនបានចង់ងាប់ក៏មិនបានលោកប្រធានគឺវានេះហើយជាអ្នកវាយឲ្យដល់ប្រុសរបួស
លោកប្រធានត្រូវតែបញ្ចេញកំហឹងចំនួនគាត់អំណាចសមាគមក្បាច់គុណមិនអាចបំពេញបានទេលោកប្រធានគឺគេនេះឲ្យចង់ជួបលោកប្រធាន រូបរាងបែបនេះសមត្ថភាពមិនចាញ់យើងទេតែយើងក៏មិនមែនម្នាក់ឯងដែរក្រៅខ្នងយើងមានមនុស្សច្រើនណាស់លបងលីហើយនេះបានជាលបងរត់ជង្គង់បែបនេះ ចេញឲ្យឆ្ងាយទៅមិនចឹងកំថាយើងមិនគួរសម លបងលីក្រោកឡើងពួកយើងរួមដៃគ្នាកម្ចាត់អាឡិតនោះទៅខ្ញុំនៅមានសារល្អមិនតន់ជួបលោកបងផងណា ខ្ញុំបានលុតជង្គង់ចុះហើយឯនៅតាមយល់ទៀតអីនេះមិនមែនជាអ្នកដែលយើងអាចរករឿងបានទេឲ្យឆាប់ចេញទៅលោកម្ចាស់ទុកជីវិតផងលោកម្ចាស់ រឿងមួយថាគេគឺជាលីសិនអ៊ូជួនដែលលីឈិនស៊ីបាននិយាយនោះគ្រូក្បាច់គុណទាំងពីរមិនលុតជង្គង់គ្រប់ក្មេងម្នាក់សមត្ថភាពរបស់គេខ្លាំងក្លាយ៉ាងនេះច្បាស់ជាមកពីគ្រួសារអ្នកធំជាមិនខានទេ ឯងណែនាំខ្លួនបន្តិចមក បាទខ្ញុំមកពីគ្រួសារលីនៃយិនតុឈ្មោះលីឈិនសិន គ្រូសាលីនៃយន្ទូជាមនុស្សគ្រួសារតែមួយជាមួយនឹង3យល់ដល់ចំណងមួយនេះយើងអាចពិចារណាលើកលែងឲ្យគេបានតម្លៃយើងគិតថាបើគេជាបព្វពុទ្ធរបស់សមាគមក្បាច់គុណយើងនឹងចាត់ការជាមួយគ្នាតែម្ដងតើពួកលោកត្រូវជាអ្វីនឹងគ្នា គឺ កុំថាគេចង់ដុតឯងពីយើងណោះ ជំរាបលោកម្ចាស់ខ្ញុំមិនធ្លាប់ស្គាល់គេពីមុនមកទេរឿងរបស់គេមិនតាក់ទងនឹងខ្ញុំទេមិនថាលោកម្ចាស់ចង់ធ្វើយ៉ាងម៉េចទេខ្ញុំគ្មានយោបល់អ្វីឡើយ លីឈិនសិនឯងគ្មានគុណធម៌ដល់ម្លឹងព្រិមិត្តភាពចាស់ហើយលោកម្ចាស់ឲ្យខ្ញុំសុំទោសចំពោះការឆ្កប់ឆ្កងបាញ់បីនេះផងឲ្យទៅលោកអាចបញ្ចេញកំហឹងបានទោះជាសម្រាប់វាក៏អត់បញ្ហាដែរ វានេះដើម្បីតែជីវិតខ្លួនឯងហ៊ានលុកជីវិតកូនប្រុសវាចោលពិតជាប្រេងផ្សាយមែន លោកម្ចាស់មើលចុះជីវិតកូនប្រុសខ្ញុំលោកម្ចាស់យកទៅក៏មិនចំណេញដែរធ្វើចេះល្អទេខ្ញុំសងជំងឺចិត្តលោកវិញឲ្យទៅលោកជុំខឹងត្រូវការប្រមាណក៏បានដែរបានជានិយាយអញ្ចឹងទៅហើយបានអ្វីផ្សេងយើងមិនចាប់អារម្មណ៍ទេអត់តែសមាគមនេះមកយើងបានហើយបានត្រឹមសមាគមក្បាច់គុណមួយខ្ញុំយល់ព្រមដែលលោកថាម៉េចលោកចង់បានសមាគមក្បាច់គុណយ៉ាងម៉េចមានបញ្ហាអីនេះលោកម្ចាស់រឿងនេះមិនបានទេលោកចង់បានសំណងប្រមាណក៏ខ្ញុំឲ្យដែរក៏ប៉ុន្តែសមាគមក្បាច់គុណនេះមិនអាចឲ្យលោកម្ចាស់បានទេណាមួយខ្ញុំក៏គ្មានសិទ្ធិឲ្យលោកដែរបើសិនជាខ្ញុំឲ្យទៅលោកប្រធានធំប្រកាសជាសម្រាប់ខ្ញុំចោលបានហើយតើក្មេងនេះមានកម្រិតអីទៅវិញត្រឹមមួយដៃសោះអាចធ្វើឲ្យប្រធានសមាគមខ្ទាតបាន យកកងប្រុសឯងហើយនឹងគ្នារបស់ឯងចេញពីមុខយើងទៅលោកម្ចាស់ពួកខ្ញុំនឹងចាក់ចេញទៅឲ្យតែមានជីវិតប្រកបជាមានឱកាសវាយបកវិញទោះពេលនេះបាត់បង់សមាគមក្បាច់គុណចាំថ្ងៃក្រោយចាប់ដណ្ដើមយកមកវិញត្រឹមកម្រិតហោះសិនអ៊ូជួននៅក្នុងសមាគមក្បាច់គុណប្រកបជាមានដល់ពេលនោះចាប់បញ្ជាមនុស្សមកចាត់ការអាក្មេងក្អេងក្អាំងនេះចេញពួកយើងទៅជួយឡាយលែងបានការហើយថ្ងៃក្រោយឯងនិយាយកងប្រុសអត់បានការអីទៅមនុស្សទៅអស់ហើយនេះក៏ជាកន្លែងល្បីឈ្មោះដែរត្រូវតែមានអ្នកនិយាមកម្មឯងមកនេះបាទលោកម្ចាស់យើងមានការងារឲ្យធ្វើ បាទ សមាគមក្បាច់គុណនេះធំណាស់ត្រូវការមនុស្សមើលការខុសត្រូវឲ្យចាត់ការមនុស្សនៅខាងក្នុងនេះចេញទៅហើយបញ្ជូនមនុស្សមករៀបចំជ្រើសរើសអ្នកគ្រប់គ្រងឲ្យរឹងមាំជួលបុគ្គលិកមកបន្ថែមទៀតពីថ្ងៃនេះតទៅកន្លែងនេះគឺជារបស់យើងហើយ បាទលោកម្ចាស់ទុកចិត្តចុះខ្ញុំមានខ្សែរយៈច្រើនរឿងនេះមិនពិបាកទេខ្ញុំនឹងតែរៀបចំភ្លាម បើរៀបចំបានល្អឯងកុំបារម្ភអីយើងជាមនុស្សបានចាច់គុណទោសច្បាស់ណាស់ធ្វើការឲ្យយើងបានល្អគុណសម្បត្តិក៏មិនតិចដែរ បាទលោកម្ចាស់ទុកចិត្តចុះខ្ញុំនឹងតែរៀបចំឲ្យបានល្អបំផុតធានាថាលោកប្រកាសជាពេញចិត្ត បានហើយពេលនេះតរថ្មវិញ្ញាណដែលស្ងប់ចិត្តហើយ ថ្មនេះទៅហើយ
មិនក៏បងហ្វៃមិនតាន់ត្រឡប់មកទៀត ឯងពួកឯងចេះណាពួកឯងចង់ធ្វើអីចង់រស់ឆាប់ថយចេញរារាំងបាក់នេះ9ធ្វើការត្រូវតែស្លាប់ អីគេគឺជាបាក់នាម9 ប្រាប់មកតើយេហ្វៃម្នាក់នោះនៅឯណា ពួកអញជាអ្នកណារកគាត់មាន ការ កា បាត់ អី ខ្លួនបងប្អូនចដូនមួយម្ចាស់វិមានទី3អ៊ូឈិនប្រកាសជាពាក់ព័ន្ធនឹងយេហ្វៃបងធំយេហ្វៃប្រហែលជាមិនដឹងទីនេះទេខ្ញុំគិតថាស្រីម្នាក់នេះគឺជាមិត្តស្រីរបស់គេពួកយើងគួរតែចាប់នាងទៅបើនាងទៅឥឡូវនោះប្រកាសជាមកតាមរកពួកយើងហើយនិយាយត្រូវចាប់យកនាងទៅមិនអាចទេស្រីម្នាក់នេះមិនក៏ខ្លាំងដល់ថ្នាក់នេះមិនក៏ខ្លាំងម្លេះឆាប់ប្រាប់ភ្លាមមកពួកអញរកសេហ្វៃ ពួកយើងគ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះរកគេធ្វើអីពួកខ្ញុំក៏មិនដឹងដែរសុំនាងអត់ឲ្យពួកខ្ញុំផងលើកលែងពួកខ្ញុំទៅខ្ញុំសុំវល់ យើងមិនលើកលែងឲ្យអញទេ នាង បាក់នាម9ពិតជាថ្លាធំណាស់មនុស្សរបស់យើងក៏ហ៊ានប៉ះពាល់ដែរបានអញ្ចឹងពួកឯងមិនបាច់គ្រួននៅលើលោកនេះទេយល់ទេបងទី2នៅតែខ្លាំងបងទី3បន្ធូរដៃហើយមានរឿងហើយមិនចាប់ពីមានមិននេះមានមនុស្សមកក្រុមសម្រាប់ចូលមកធ្វើឲ្យគ្នារបស់យើងស្លាប់នៅរបួសជាច្រើនឥឡូវទប់លែងជាប់ហើយថាម៉េចអ្នកណាមកករឿងនៅបាក់នេះ9ធុញទ្រាន់ជីវិតហើយមែនទេដឹងថាពួកគេមកពីណាទេជំរាបមកចាប់ពីមានទី2នៅមិនទាន់ដឹងទេថាមកពីណាចុះគ្នាគេប្រហែលអ្នកមកចាប់ពីមានទាំងអស់គឺមាន4នាក់ថាម៉េចត្រឹម4នាក់ពួកគេវាយឡើងដល់ថ្នាក់នេះពួកឯងនេះពិតជាសម្រាមមែនមកចាប់ពីមានទី3យកច្រឡំហើយ4នាក់នោះសុទ្ធតែមានកម្រិតយៀនអ៊ីងពួកខ្ញុំមិនអាចទប់ទល់បានទេថាម៉េចសុទ្ធតែយៀនអ៊ីងហ៎ឯប្រកាសអត់យៀនអ៊ីង4នាក់បង្ហាញខ្លួននៅក្នុងពេលតែមួយបាទមកចាប់វាមានតាំងពីឆាប់រត់ទៅមិនត្រឹមតែយិនអ៊ីង4នាក់នៅមានស្រីម្នាក់កាន់តែគួរឲ្យខ្លាចនាងខ្លាំងជាងពួកគេតែ4នាក់ទៅទៀតនាងវាយបងប្អូនកម្រិតជោគជាជាង30អ្នកឡើងរៀបតែម្ដងហើយมันអាចតដៃបានតតែសោះពួកគេមានកម្លាំងខ្លាំងពិតមែនដំណាក់កាលនេះហើយឯនៅសល់ចេញទៀតនៅក្រុងឆាំងឡានមានមនុស្សស្រីមានសមត្ថភាពលើយិនអ៊ីងទេនៅមានយិនអ៊ីង4នាក់ទៀតស្ដាប់ទៅដូចជាមិនការពិតសោះស្ដាប់ទៅវាដូចជារឿងកំ pl ែងពេកហើយចង់លេងសាច់មែនទេឯងគិតថាមានមនុស្សខ្លាចបន្លំហ៎ត្រូវហើយប៉ុន្តែខ្លាញ់ខ្លាយតតែឃើញផ្ទាល់ភ្នែកទៅដឹងមើលមិនទាន់ច្បាស់ក៏ភ័យរត់បាត់ទៅហើយអញ្ចឹងមិនឲ្យគេសើចទេចង់ដឹងថាអ្នកណាខ្លាំងជាងបាក់នេះ9បងទី2តាមខ្ញុំទៅមើលជាមួយគ្នាតែម្ដងទៅឲ្យឃើញច្បាស់នឹងភ្នែកល្អទៅមើលឯងនិយាយមកធ្វើឲ្យយើងមានការសង្ស័យគិតទៅកម្រិតយិនអ៊ីងមិននឹងសមមាញ់ដល់ថ្នាក់នេះទៅក្រៅពីគ្រួសារធំមានអ្នកណាមានសមត្ថភាពក៏ហៅ4នាក់មកបង្ករឿងបាក់នេះ9ក្នុងពេលតែមួយបែបនេះតាមមើលទៅមកពីកូនចៅទាំងអស់នេះមិនដែលស្គាល់ពិភពលោកនៅខាងក្រៅសោះហើយម្ចាស់វិមានទាំងពីរបើប្រកាសថាទៅមើលហើយខ្ញុំនឹងទៅហៅម្ចាស់វិមានធំមកដើម្បីទប់ស្កាត់កុំឆោឡោតែរំពួកកប៉ិកកប៉ុប្រមាណអ្នកបងប្អូន2នាក់យើងគ្រប់គ្រាន់ហើយអូខេកុំមកឆោពេលនេះនាំតែខ្មាស់គេទេនៅធ្វើស្អីទៀតឆាប់ចេញទៅប្រាប់ឲ្យមិនជឿបើពលលោកចង់ទៅស្លាប់ខ្ញុំក៏មិនអាចជួយបានដែរបទកម្មនេះគឺវាឲ្យជួបគ្រោះថ្នាក់ប៉ុន្តែមិនអីទេអនុភាពកង់ដៃរបស់នាងខ្លាំងណាស់មនុស្សធម្មតាមិនអាចធ្វើឲ្យនាងបានទេតែយកថ្មវិញ្ញាណសិនចាំគិតទៀតសំជាថ្មវិញ្ញាណពិតមែនថាមពលខ្លាំងណាស់បើហ្វឹកហាត់នៅទីនេះកុំថាឡើយកន្លះខែក្នុងរយៈពេលដ៏ខ្លីក៏អាចបំបែកកម្រិតបានដែរបានហើយនាងចូលទៅហាត់ចុះលោកម្ចាស់ថ្មវិញ្ញាណនេះពិតជាល្អណាស់អរគុណលោកម្ចាស់ដែលប្រទានឲ្យថ្ងៃក្រោយលោកម្ចាស់ត្រូវការអីហៅខ្ញុំបានគ្រប់ពេលខ្ញុំនឹងខំឲ្យអស់ពីសមត្ថភាពស្លាប់នេះជាមនុស្សរបស់យើងល្អចំពោះនាងជារឿងធម្មតាទេប៉ុន្តែគ្រាន់តែថ្មវិញ្ញាណមួយមិនបាច់សងគុណដល់ថ្នាក់នេះទេថ្ងៃក្រោយគ្រាន់តែដើរតាមយើងរបស់បែបនេះមិនខ្វះទេនាងត្រូវខំហ្វឹកហាត់ឲ្យបានល្អរឿងផ្សេងទៀតមិនបាច់គិតទេទីជីនេះក៏ជារបស់ល្អដែរលំហខាងក្នុងអាចប្រើជាឃ្លាំងបានមិនដឹងថាអ្វីយ៉ាងម៉េចទៅហើយទេគួរតែទៅវិញហើយ
អ្នកមកជាអ្នកណាហ៊ានមកបង្ករឿងជាមួយបាក់អ្នក9បែបនេះអ្នកដែលបញ្ជូនមនុស្សទៅចាប់មិត្តប្រុសរបស់យើងលោកស្គាល់ទេអ្នកដែលបញ្ជូនមនុស្សទៅចាប់មិត្តប្រុសរបស់យើងលោកស្គាល់ទេមិត្តប្រុសនាងហ៎ឬមនុស្សខ្ញុំបញ្ជូនទៅចាប់យេហ្វៃបានបរាជ័យហើយទើបពួកគេមកបង្ករឿងដល់កន្លែងបែបនេះមើលទៅយេហ្វៃនេះមិនធម្មតាទេនៅពីក្រោយមានខ្សែរយៈធំធំចាំកាំងឲ្យវាទៀតពួកឯងជាស្អីត្រឹមតែជាក្មេងស្រីម្នាក់មានសិទ្ធិស្អីមកនិយាយជាមួយយើងដែរអ្នកនៅពីក្រោយផងនាងចេញមករហើនខ្វះខាតគូសំចំពោះនាងមិនចង់រស់ទេម្នាក់នេះមានកម្រិតយិនអ៊ីងកំពូលឯងកុំចូលមកយើងប្រាប់ឯងបើឯងហ៊ានប៉ះយើងត្រកូលលាវមិនឈរអោបដៃមើលទេត្រកូលលាវក្បាលឯងអីប៉ះប៉ុននាងរបស់យើងអ្នកណាក៏ជួយមិនបានដែរលោកម្ចាស់ទុកជីវិតផងគឺខ្ញុំជាអ្នកបញ្ជូនមនុស្សទៅចាប់យេហ្វៃគឺខ្ញុំជាអ្នកបញ្ជាខ្ញុំដឹងខុសហើយលើក្រោយខ្ញុំលែងទៀតហើយតាមការពិតគឺឯងអ្នកបញ្ជូនមនុស្សទៅចាប់មិត្តប្រុសយើងគឺឯងអ្នកនាងអត់ទោសផងខ្ញុំមិនដឹងថាគេជាមនុស្សរបស់អ្នកនាងបើដឹងទោះជាមានថ្លាម10ក៏មិនហ៊ានដែរសូមអ្នកនាងមេត្តាទុកជីវិតផងបងទី3អ្នកនាងម្ចាស់ខ្ញុំអត់ពាក់ព័ន្ធជាមួយវាទេខ្ញុំក៏មិនដឹងថាវាជារឿងនោះដែរខ្ញុំចុះចាញ់ហើយខ្ញុំព្រមបម្រើអ្នកនាងនេះដើម្បីបង្ហាញពីចិត្តស្មោះរបស់ឯងមានតែកាត់ដៃឆ្វេងរបស់ឯងទុកនៅទីនេះហើយតើគិតថាល្អទេហើយចាចាប់ហើយណាស់ចង់ឯងស្ដាប់បង្កប់អញ្ចឹងលឹកនីងដោះលែងឯងម្ដងចង់ប៉ុន្តែលឹកនេះដោះលែងឯងម្ដងចង់ប៉ុន្តែយ៉ាងម៉េចលោកម្ចាស់និយាយមកទោះឲ្យខ្ញុំឡើងភ្នំកបិតចុះសមុទ្រភ្លើងក៏ខ្ញុំមិនប្រកាសដែរថ្ងៃក្រោយឲ្យខ្ញុំធ្វើអ្វីខ្ញុំនឹងធ្វើនឹងចង់ចាស់ជុលឬក៏ចង់ស្លំលោកម្ចាស់ខ្ញុំព្រមចុះចូលចាំតុងនេះជាមិត្តប្រុសរបស់យើងថ្ងៃក្រោយពួកឯងជាកូនចៅរបស់គាត់គ្រប់យ៉ាងស្ដាប់តាមបញ្ជារបស់គាត់បើឯងហ៊ានប្រឆាំងបញ្ជាយើងនឹងចាត់ការឯងដោយផ្ទាល់យល់ទេខ្ញុំយល់ហើយថ្ងៃក្រោយពួកយើងជាមនុស្សរបស់គាត់លោកម្ចាស់ទុកចិត្តចុះចាប់ពីពេលនេះសមាជិកបកអ្នក9ទាំងអស់នឹងស្ដាប់បញ្ជាគាត់ដើរតាមគាត់តែម្នាក់គត់ល្អណាស់ឯងគត់តែមិនមែនមិនដឹងអាក្រក់ល្អទេពេលនេះជិតដល់ពេលដែលបងវាយត្រឡប់មកវិញហើយតោះធ្វើចឹងទៅមិនក៏ទៅតែមកវិញអូនចាំបងយូរហើយណាឲ្យបងសុំទោសបានហើយពួកយើងទៅដល់លេងទៅល្អទេមិនក៏ពួកឯងមកទីនេះអ្នកនាងរឿងនេះពួកខ្ញុំមករកមនុស្សនៅក្បែរខ្លួនអ្នកនាងបីស្គាល់ពួកគេមែនទេចាងពួកគេជាមនុស្សរបស់គ្រួសារអូនមិនទៅពួកគេចង់មករករឿងហើយបងកំរំអីមានអូននៅបើពួកគេហ៊ានប៉ះបងតែមួយសរសៃសោះអូនមិនលើកលែងឲ្យពួកគេទេឯងគឺជាសៀកហ្វៃមែនទេពិតមែនមានកាយបើឯងមែនគឺល្អហើយថ្ងៃនេះយើងមករកឯងតែម្ដងខ្ញុំទុកពេលឲ្យឯង10វិនាទីឆាប់ថយចេញភ្លាមទៅមិនអញ្ចឹងកុំថាខ្ញុំមិនទុកមុខឲ្យសោះអ្នកនាងត្រូវទៅការពារម្នាក់នេះមែនទេលោកម្ចាស់បានរើគូសកលឲ្យអ្នកនាងរួចហើយបើអ្នកនាងមិនចង់ធ្វើបាបគេគួរតែនៅឲ្យឆ្ងាយពីគេបន្តិចបើមិនអញ្ចឹងគេនឹងឈឺសាច់ដោយសារតែអ្នកនាងមិនខានបងហ្វៃ
បងកុំជឿពួកគេអីអូនមិនភ្ជាប់ពាក្យជាមួយអ្នកផ្សេងទេមួយជីវិតនេះក្រៅពីបងអូននឹងមិនរៀបការជាមួយអ្នកណាទាំងអស់គេមានចេតនានិយាយចង់ឲ្យពួកយើងបាច់បាក់គ្នាបងកុំជឿគេអីណាមីលីខិតភ្ជាប់ពាក្យថាយ៉ាងម៉េចអូនភ្លេចហើយសមត្ថភាពមិនប្រអូនមិនធម្មតាទេបើបងមិនព្រមអ្នកណាក៏យកអូនទៅមិនបានដែរបើជាគួរឲ្យអស់សំណើចមែនមនុស្សស្មានថាមនុស្សដូចជាឯងចេះហាមាត់និយាយពីនេះទៅរួចក្មេងមិនតាន់បាត់ធំក្លិនទឹកដោះគ្មានសមត្ថភាពចេះតែដើរអួតក្អេងក្អាងបោកប្រាស់គេឯងតែប៉ុណ្ណោះបើឯងប្រកែមែនធ្វើខ្លួនឯងឲ្យខ្លាំងបន្តិចមកបើមិនអញ្ចឹងគ្មានសិទ្ធិអីរៀបការជាមួយនឹងយើងទេជីវិតថោកទាបដូចជាឯងនេះមើលទៅវាយមកជើងពួកឯងទុកមាត់ឲ្យស៊ីមន់ហើយនាំគ្នាចាក់ចេញទៅមិនអញ្ចឹងនឹងសាប់កំដៅគេហើយហើយបើបងស្មាប់គេអូនមិនបន្ទោបងទេគឺពួកគេជាអ្នករកស្លាប់ខ្លួនឯងមែនទេបន្ទោបងធ្វើអីអត់តទៅនឹងបងល្អណាស់បើទីបំផុតអូនយល់ហើយការចាត់ទុនចំពោះសត្រូវនាំទុកដល់ខ្លួនឯងទៅថ្ងៃក្រោយតោះទៅអូនឃ្លានណាស់ពួកយើងទៅរកអីញ៉ាំល្អទេមិត្តប្រុសរបស់អូនពិតជាអស្ចារ្យប្រកាសហើយប្រកាសហើយអ្នកប្រុសត្រឡប់ទៅព្យាបាលរបួសទៅបើគ្មានរឿងអីទេមិនចាំបាច់មកក្នុងវិមានទេអរគុណអ្នកប្រុសទៅចុះលោកប្អូនហ្វាងសុកទុកយ៉ាងម៉េចហើយលោកបងលីខានជួបគ្នាយូរហើយស្មារតីរបស់លោករឹងមាំជាងមុនទៅទៀតណោះលោកប្អូនហ្វាងរឿងដែលជួយបងពីមុនបងប្រកាសជាចាំទុកក្នុងចិត្តអញ្ចឹងថ្ងៃនេះមានរឿងល្អមួយទៅប្រញាប់មករកឯងរឿងល្អអីគេឆាប់និយាយមកអាយ៉ារឿងនេះគឺវែងឆ្ងាយណាស់ពួកយើងរកកន្លែងនិយាយគ្នាសិនទៅល្អសូមចេញចូលអញ្ជើញនៃរបស់លោកគឺចង់ឲ្យខ្ញុំទៅគ្រប់គ្រងសមាគមក្បាច់គុណនេះគឺជារឿងល្អតើឯងមិនយល់ព្រមទេមិនថាមិនយល់ព្រមតែខ្ញុំមិនអាចទេហេតុអីទៅខ្ញុំនៅប្រធានសមាគមក្បាច់គុណបច្ចុប្បន្នជួយឈិញជឺមិនត្រូវគ្នាទេបើខ្ញុំទៅធ្វើជាអ្នកក្រោមដៃគេប្រកាសជាប្រលេះស្បែកខ្ញុំមិនខានលោកប្អូនហ្វាងបើឯងកង្វល់រឿងនេះអញ្ចឹងគឺអាចទុកចិត្តបានទាំងស្រុងតើលោកចាំមានន័យយ៉ាងម៉េចជួយឈិញជឺលែងជាប្រធានសមាគមក្បាច់គុណហើយពេលនេះអ្នកកាន់កាប់សមាគមក្បាច់គុណគឺមានតែម្នាក់ទេបើទោះបីជាអញ្ចឹងក៏ដោយក៏ខ្ញុំមិនអាចទៅបានដែរតើនេះមកពីហេតុអីទៀតហើយនិយាយតាមត្រង់ឥឡូវនេះខ្ញុំបានចុះចូលជាមួយនឹងគ្រូក្បាច់គុណមួយទៅហើយបើខ្ញុំទៅគ្រប់គ្រងនៅសមាគមក្បាច់គុណគឺស្មើនឹងក្បត់ជាមួយគាត់ហើយបែបនេះគឺខ្ញុំដូចជាទៅរកស្លាប់អញ្ចឹងដូច្នេះហេតុនេះហើយខ្ញុំមិនអាចទៅបានទេទៅខ្លាចស្អីទៅគ្រាន់តែជាគ្រូក្បាច់គុណម្នាក់ប៉ុណ្ណោះប៉ុន្តែស្អីគេអាយ៉ាលោកផុនហ្វាងនិយាយប្រាប់តាមត្រង់ចុះម្ចាស់ថ្មីរបស់សមាគមក្បាច់គុណហោះសិនអជូននេះឯងគួរតែដឹងហើយថាកម្រិតអ្វីហើយណាថាម៉េចហោះសិនអជូនណាពេលនេះម្នាក់ហោះសិនអជូននោះកំពុងត្រូវការមនុស្សប្រើបើពួកយើងអាចទទួលបានចំណាប់អារម្មណ៍ពីគាត់មុននោះអនាគតពួកយើងគ្រាន់តែគិតក៏ដឹងដែរខ្ញុំយល់ព្រមចូលរួមល្អអាចអញ្ជើញអ្នកខ្លាំងដូចជាឯងមកចូលរួមសមាគមក្បាច់គុណបានខ្ញុំក៏អស់ចិត្តហើយដែរខ្ញុំទៅសិនហើយត្រូវទៅគ្រួសារយកទៀតអាតានោះចរិតរឹងរូសខ្លាំងណាស់ខ្លាចតែមិនងាយទេលបងលីឈប់សិនខ្ញុំនឹងលបងយារាប់អានជាមិត្តចាស់ថាមិនត្រូវរឿងនេះខ្ញុំអាចជួយបានពួកយើងទៅជាមួយគ្នាទៅល្អអញ្ចឹងពួកយើងទៅល្អតោះទៅ
ពួកគេទាំងពីរមិនបានចកាន់តែមើលកាន់តែដូចម្លេះឬមួយក៏ លោកលីតើលោកមកថ្ងៃនេះមានកិច្ចការអីមែនទេ អូ ពួកយកមកថ្ងៃនេះគឺចង់មកបបួលលោកទៅចូលរួមសមាគមក្បាច់គុណសង្ឃឹមថាលោកមិនបដិសេធទេ សូមលោកសៀកទុកចិត្តចុះខ្ញុំដឹងថាលោកមានការព្រួយបារម្ភជួយឈិញជឺនិងគ្រូសាសៀកមានគំនុំចាស់នឹងគ្នាប៉ុន្តែខ្ញុំទៅនេះឲ្យលោកព្រោះជួយឈិញជឺបានចេញពីសមាគមក្បាច់គុណហើយដូច្នេះលោកមិនបាច់បារម្ភទៀតទេ បានន័យថាម៉េចជួយឈិនជឿទើបតែឡើងកាត់តំណែងបានមួយថ្ងៃក៏ចាក់ចេញទៅហើយ ត្រូវហើយបើនិយាយចំទៅគឺគេមានបណ្ដាញចេញនឹងឯង ជួយឈិនជឿប្រោលប្រយោជន៍អីដល់ឯងខ្លះមិនបានជាឯងខំប្រឹងមកបោកប្រាស់យើងបែបនេះ លោកសៀកមិនបានជាលោកនិយាយបែបនេះមិត្តភាពពួកយើងច្រើនឆ្នាំយ៉ាងនេះលោកបែរជាគិតបែបហ្នឹងទៅវិញចិត្តខ្ញុំចំពោះលោក រឿងនេះថាមិនត្រូវទេជួយឈិនជឿទើបតែចូលកាត់តំណែងក្នុងសមាគមក្បាច់គុណក៏ចេញទៅបាត់ពាក្យនេះឯងជឿដែរហើយរឿងដែលមិនគួរឲ្យជឿទៀតនោះពួកឯងថាមានគេបណ្ដេញវាចេញឯងគិតថាយើងនេះងាយបោកប្រាស់ទើបរកហេតុផលហួសហេតុមិនគួរជឿបែបនេះមកវាគឺជាកម្រិតយានអ៊ីមួយទាំងមូលអ្នកណាអាចដេញវាចេញបាននោះហើយនៅក្នុងរយៈពេល1ថ្ងៃទៀតតើអ្នកណាមានធម៌ពលខ្លាំងយ៉ាងនេះពាក្យនេះមិនគួរឲ្យជឿទេ ខ្ញុំមិនបានកុហកទេមិនបានជាលោកជឿអញ្ចឹងជួយចេញជឿពិតជាត្រូវបានគេដេញចេញមែនហើយអ្នកនោះគឺហោះសិនអរជូន ថាម៉េចផោសិនអ៊ូជួនហេពាក្យពួកឯងនេះកាន់តែប្រេះផ្ដាស់ទៀតហើយនៅក្រុងឆាងឡានពួកយើងនេះតើមានអ្នកខ្លាំងបែបនេះមកពីណាទៅហើយទោះបីថាមានក៏ដោយរឿងអីគេមករករឿងសមាគមក្បាច់គុណទៅវិញពួកឯងគិតមើលពាក្យនេះណាជឿ នេះសេវិនឈូហៅឯងថាលោកសៀកនេះគឺទុកមុខឯងណាស់ទៅហើយកុំគិតថាពួកយើងធ្វើឲ្យគ្រួសារសៀកមិនកើតដួកថ្ងៃនេះយើងបោះសម្ដីឲ្យហើយគ្រួសារសៀកឯងត្រូវតែទៅបើមិនចឹងទេលទ្ធផលចុងក្រោយរ៉ាប់រងខ្លួនឯងទៅ លោកតា មិនអីទេតើអាចទ្រាំបានទីបំផុតអាចចាំលេខបានចង់ចេញមុខពិតប្រកបហើយល្អណាស់ពេលនេះយើងលែងមានចៅប្រុសកូនប្រុសហើយគ្រួសារយើងនៅសល់តែចៅស្រីម្នាក់ប៉ុណ្ណោះគ្មានអ្នកស្នងបន្តសូម្បីតែម្នាក់ឯងចង់កាប់សម្រាប់យើងបានហើយយើងរួមមកដល់ចំណាស់នេះវាគ្រប់គ្រាន់ហើយ លោកតាយើងប្រាប់ពួកឯងចង់ឲ្យយើងចូលសមាគមក្បាច់គុណគ្មានផ្លូវទេបើមិនមែនពួកវាមិនទាំងមានបញ្ហាលើបងប្រុសយើងទេរឿងដល់ដំណាក់កាលនេះពួកឯងចង់ធ្វើអីក៏ស្រាប់តែចិត្តទៅគ្រួសារសៀកពួកយើងមិនមែនខ្លាចស្លាប់នោះឡើយ និយាយត្រឹមត្រូវគ្រួសារតកូសៀកយើងមិនអាចខ្លាចស្លាប់នោះទេទោះបីត្រូវលះបង់ជីវិតក៏ដោយក៏មិនឈរជាមួយនឹងសត្រូវដែរយកល្អពួកឯងឆាប់បោះបង់ទៅ ល្អពេលនេះគឺឯងចេះតែនិយាយទេអញ្ចឹងកុំថាយើងមិនយល់មនុស្សសេចក្ដីឲ្យសោះបងលីសូមលោកបន្ធូរដៃឲ្យផងគ្រួសារសៀកនិងសមាគមក្បាច់គុណមានគំនុំនឹងគ្នាអ្នកណាក៏ដឹងគាត់ច្បាស់ជាមិនមានបំណងធ្វើឲ្យលោកខឹងទេតែឯងចង់សុំអង្វរជំនួសគេពិតមែនឯងដឹងទេថាបើបែបនេះមនុស្សសេចក្ដីយើងជាពាក់ឯងពីមុនមកគឺរួចគ្នាហើយព្រោះតែសម្ដីមិនដឹងអីទាំងនេះស័ក្តិសមអត់ស័ក្តិសមទោះបីជាប្តូរជីវិតក៏ស័ក្តិសមដែរលោកបងលីលោកសៀកធ្លាប់ជួយជីវិតខ្ញុំគាត់មានគុណជួយជីវិតខ្ញុំមិនអាចឈរមើលគាត់ស្លាប់នៅចំពោះមុខបានទេហើយណាស់ហើយចុះបើបែបនេះហើយយើងលើកលែងឲ្យគ្រួសារយាកម្ដងចុះតែត្រូវចាំថាបើគ្រួសារផ្សេងចូលរួមសមាគមក្បាច់គុណហើយពួកឯងចង់ចូលគឺលែងមានឱកាសទៀតហើយប្រាប់ឲ្យដឹងទៅស្ដាយក្រោយក៏ស្ដាយទៅគ្រួសារសៀកយើងមួយជីវិតនេះមានរឿងស្ដាយក្រោយតិចណាស់ទៅ លោកតាខ្ញុំនឹងការពារលោកតានិងគ្រួសារសៀកឲ្យបានល្អមិនឲ្យអ្នកណាមកធ្វើបាបទៀតឡើយ បងស្រីបងស្រីបងមើលខ្ញុំមកច្បាស់ទៅមើលខ្ញុំជាប្អូនបងណា អញលេចដៃសត្វបាត់ទេ ខ្ញុំនឹងថាបងមិនជឿខ្ញុំប៉ុន្តែខ្ញុំមានប្រសាសន៍ឲ្យបងមើល លោកម្ចាស់សៀកខ្ញុំមានទោសមិនអាចលើកលែងបានទេ មានទោសតែមានទោសស្អីទៅដាក់កិច្ចការស្រួលឲ្យធ្វើឲ្យធ្វើមិនបានមែនទេ ទេមិនមែនទេគឺខ្ញុំបានធ្វើឲ្យលោកតារបស់លោកម្ចាស់មានរបួសសូមលោកដាក់ទោសមកចុះ អញនិយាយថាម៉េចហ៊ានធ្វើឲ្យលោកតាយើងមានរបួសផង ខ្លាយមកពេលនេះលោកតាយើងយ៉ាងម៉េចទៅហើយ
បងស្អីបងកំភៃអីគេធ្វើបានប្រកតាយើងគួរតែទទួលទោស អរគុណលោកម្ចាស់សៀកខ្ញុំពិតជាមិនដឹងពេលទំនាក់ទំនងរបស់លោកនិងលោកសៀកមែន បងទៅឆាប់ទៅសុំទោសលោកតារបស់យើងភ្លាមបងមិនទទួលបានការអភ័យទោសពីគាត់ទេសម្រាប់ខ្លួនឯងទៅ បាទអរគុណលោកម្ចាស់សៀកទុកជីវិតឲ្យលោកម្ចាស់សៀកខ្ញុំមិនបានធ្វើឲ្យលោកតារបស់លោកម្ចាស់ទេដើមឡើយល្អជាមួយ យើងមិនបាន គាត់ សួរអញទេយើងទុកពេលអញកន្លះម៉ោងរត់អ្នកជំនាញធ្វើតេស្ត DNA ដែលខ្លាំងជាងគេបំផុតអស់មកជួបយើង ជីបចរទី2របស់ខ្ញុំបើកហើយការវឹកហាត់បានបំបីដល់យិនអ៊ីងកំពូលសូមលោកម្ចាស់សៀកទុកចិត្តចុះខ្ញុំនឹងទៅកុំថាឡើយកន្លះម៉ោងតែ10នាទីខ្ញុំនឹងចាត់ចែងឲ្យរួចលីឆាន់សិនមានទោសមកទទួលទោសជាពិសេសលោកម្ចាស់មានរឿងហើយស្ថានភាពបន្ទាន់ សន្សំដល់ថ្នាក់នេះឬមួយស្នាក់ការយុទ្ធគុណបណ្ដោះមុខផ្ទះហើយ មិនមែនទេលោកម្ចាស់គឺលីឆាន់សិនសុំជួបគេរៀនចម្លែកបន្តិចឥឡូវលោកជង្គង់នៅមុខទ្វារធំទន្ទិញពាក្យថាមកទទួលទោសជាពិសេសលោកម្ចាស់ចាំបន្តិចរឿងនេះមើលទៅចម្លែកណាស់ខ្ញុំគិតថា 80% គឺមានល្បិចគេមិនដែលមកទទួលទោសដោយគ្មានមូលហេតុទេក្រោយក្នុងប្រកាសជាមានរឿងអីដែលយើងមិនដឹង មិនអីទេយ៉ាងណាក៏យើងរស់មិនបានយូរទៀតដែរបើមានល្បិចអីទុកឲ្យយើងជាអ្នកទទួលចុះពួកឯងនៅទីនេះហើយបើយើងពិតជាមានរឿងអីកាត់ឡើងមែនពួកឯងរត់ទៅមិនបាច់ខ្វល់ពីយើងទេកាន់តែឆ្ងាយកាន់តែល្អបន្ទាប់មករកពីលប្រាប់យូសួងប្រាប់ថាឲ្យគេថែខ្លួនឲ្យបានល្អបំភ្លេចគ្រូសាសៀកទៅ បាទលោកម្ចាស់ ឲ្យគេចូលមក បាទលោកម្ចាស់អនុញ្ញាតលោកបងសៀកឲ្យខ្ញុំសុំទោសផងធ្វើឲ្យលោករបួសលើកមុនគឺជារបស់ខ្ញុំពិតជាដឹងខុសហើយខ្ញុំទទួលខុសទាំងអស់សូមលោកបងអធិស្ឋានឲ្យខ្ញុំផង ឯងស្រាប់តែមកសុំទោសបែបនេះយ៉ាងណាក៏ត្រូវនិយាយឲ្យច្បាស់ដែរយើងមិនជឿថាគ្រាន់តែធ្វើមនុស្សម្នាក់របួសឯងសុកចិត្តមកទទួលកំហុសបែបនេះទេនេះមិនមែនជាចរិតរបស់ឯងឡើយ ដាច់ខាតមិនអាចប្រាប់ថាត្រូវចៅរបស់គាត់វាយទៅមិនសមទោសទេធ្វើចាំមិនស្មោះត្រង់ទេលោកបងសៀកខ្ញុំពិតជាដឹងខុសមែនឥឡូវទើបយល់ថាមនុស្សក្អេងក្អាងគ្មានលទ្ធផលល្អទេខ្ញុំមិនបានប្រយ័ត្នក៏ធ្វើឲ្យបាក់ដាច់ទាំងពីរនេះគឺការផ្ដន់ទាសូមលោកបងលើកលែងទោសឲ្យខ្ញុំផងបើមិនចឹងទេទេវតាក៏មិនអត់ទោសខ្ញុំដែរ បានហើយយើងឈប់បន្ទោសឯងហើយទៅវិញចុះ លោកបងអត់ឲ្យខ្ញុំហើយខ្ញុំអាចរំបន្តទៀតហើយខ្ញុំអាចរំបន្តទៀតហើយមិនដឹងថាមានរឿងអីចំពោះគេទេទើបបានជាគេឈួតបែបនេះ លោកបងសៀកឈប់សិន នឹងមានអីទៀត លោកបងសៀកអរគុណដែលលោកបងអត់ទោសឲ្យខ្ញុំចាំមួយជីវិតថ្ងៃក្រោយគ្រូសាសៀកគឺជាមិត្តស្លាប់រស់របស់ខ្ញុំឲ្យតែគ្រូសាសៀកត្រូវការឡើងភ្នំកំបិតចុះសមុទ្រភ្លើងក៏ខ្ញុំមិនរាថយដែរ ក្រោកឡើងមកឯងយ៉ាងណាក៏ជាអ្នកគុណនិយមដែលល្បីឈ្មោះនៅក្នុងពិភពគុណម្នាក់ដែរមកលុតចំគង់ចំពោះមុខយើងបែបនេះមិនខ្លាចគេសាចំអកទេយ៉ាងម៉េច មិនហ៊ានទេខ្ញុំក្រោកខ្លួនឯងបានយេវិនឈូ15ឆ្នាំហើយឯងគួរតែចុះចាញ់ហើយ ជួយឈិនជឺក្នុងចិត្តឯកកិត្តអីយើងដឹងច្បាស់ណាស់ប៉ុន្តែយើងផ្ដល់យោបល់ឲ្យឆាប់ចាក់ចេញទៅត្រកូលសៀកពេលនេះมันអាចប៉ះពាល់បាននោះទេ ប៉ះពាល់មិនបានទេនិយាយបានល្អមែននៅក្នុងទឹកដីឆាងឡាន់នេះមិនតមានមនុស្សណាដែលជួយឈិនជឺយើងប៉ះមិនបាននោះទេពេលនេះតកោសៀកសូម្បីអ្នកខ្លាំងម្នាក់ក៏គ្មានផងតែមានស្អីមកទប់ទល់ជាមួយយើងបញ្ជាតែមួយម៉ាត់មនុស្សដែលនៅក្រៅខ្នងយើងនេះនឹងកំទេចតកោសៀកឲ្យខ្លាចទៅជាភេទ តើឯងភ្លេចហើយហោះសិនអជូនដែលបង្ហាញខ្លួននៅក្នុងសមាគមយុទ្ធគុណនោះ តែតងអីជាមួយគេ ប្រាប់ឯងទៅចុះហោះសិនអជូនម្នាក់នោះគឺជាចៅប្រុសរបស់សៀកវិនឈូដែលបានបាត់ខ្លួននោះហើយក៏ជាកូនប្រុសតែម្នាក់របស់ទេវតាចម្បាំងដែលល្បីពេញប្រទេសសៀកផោធានឆ្នាំនោះដែរ កុំស្មានថានិយាយបែបនេះអាចមកបំភ័យយើងបានឲ្យសោះណាតែបើឯងនិយាយគឺជាការពិតយើងពិតជាមិនអាចប៉ះពាល់បានមែនតែយើងធ្វើយ៉ាងម៉េចដឹងថាឯងកុហកឬមួយយ៉ាងណានោះ លោកលីខ្ញុំដាស់តឿនលោកយកល្អកុំឈឺឆ្អើរឬអ្នកដទៃអី
ព្រោះពេលនេះឯងមិនមែនជាដៃគូរបស់យើងទេបើគុំតែយើងយោគយល់រឿងការពីមុនកុំឲ្យយើងចាត់ការឲ្យយូរហើយបើដឹងខ្លួនឆាប់ចេញឲ្យឆ្ងាយថ្ងៃនេះយើងនឹងកំទេចត្រកូលសៀកឲ្យតតែបាន បើឯងហ៊ានប៉ះតកូលសៀកមែនឯងគិតឲ្យទៅថាត្រូវទទួលនឹងអាម្នាក់នោះយ៉ាងម៉េច មួយជីវិតជួយចិនជឿយើងមិនដែលខ្លាចការសងសឹកទេសមាគមយុទ្ធគុណនៅក្រៅខ្នងយើងគឺជាអំណាចដ៏ធំមួយនៅហោះសៀទាំងមូលយើងសូមព្រមានឯងណាកុំយកឧស្សាហ៍ជួលនោះមកគំរាមយើងឲ្យសោះវាកំតិចសមាគមធ្វើកោប្រុសយើងរបួសធ្ងន់យើងមិនតាន់ទូលតបបញ្ជីផងនៅពេលដែលយើងទៅរកប្រធានសមាគមឲ្យបញ្ជូនហោះសិនអ៊ូជួនពិតប្រកបចេញមកចាំមើលតើវានឹងកិច្ចកាំងដល់ណាទៀតព្រោះឯងទាំងអស់គ្នាសម្រុកចូលទៅទោះជាណាក៏ដោយសម្រាប់ចោលទាំងអស់សម្រាប់យើងបដូរជាមួយឯងហើយម្នាក់នេះមើលទៅដូចជាប្រហែលមុខយើងនឹកឃើញហើយគេគឺជាដើរឈួតលក់ហៅថាម៉េចគេគឺជាអ្នកដែលធ្វើឲ្យកក្រៅមេកាពី30ឆ្នាំមុនដើរឈួតលក់ហៅតាមមើលអំណាចរបស់គេនៅពេលនេះគឺខ្លាំងជាងឆ្នាំនោះទៅទៀតគេឡើងដល់កម្រិតហោះសិនហើយត្រកូលសៀកជាមនុស្សយើងការពារយល់ដល់ឯងជាអនុប្រធានសមាគមនឹងធ្លាប់ជួយយើងកាលពីមុនឆាប់នាំគ្នាចេញទៅលឿនទៅបើមិនចឹងទេវាសនាឯងក៏មិនខុសពីពួកគេដែរអរគុណដែលច្បាប់ដែលទុកជីវិតខ្ញុំនឹងចេញទៅភ្លាមកុំភ័យអីលោកបងសៀកខ្ញុំមិនមែនធ្វើបាបពួកលោកទេនិយាយត្រង់ទៅចៅប្រុសលោកធ្លាប់ជួយខ្ញុំពេលនេះខ្ញុំចេញមុខដោះស្រាយបញ្ហាឲ្យត្រកូលសៀកបានន័យថាខ្ញុំបានសងគុណវិញហើយដែរកងដៃនេះធ្វើឡើងពីដៃល្អមកបញ្ចូលកម្លាំងទៀតខ្ញុំមួយចំនួនទុកឲ្យវិញប្រើការពារខ្លួនពិតជាល្អណាស់លោកតាកងដៃមួយនេះតាលក់ប្រហែលទៅអាល្អិតរបស់ខ្ញុំទាំងនេះមិនគិតលុយទេតែមើលតាមនិស័យបើឯងអាចប្រាប់ថាវាជារបស់អ្វីនោះបញ្ជាក់ថាឯងនិងកងដៃនេះមាននិស័យនឹងគ្នាបែបនេះទើបយើងអាចប្រគល់វាឲ្យទៅឯងបានដោយទុកចិត្តនេះគឺជាវត្ថុស័ក្តិសិទ្ធិគ្រាន់តែឥឡូវនេះវាខូចទៅហើយលោកទុកវាក៏គ្មានប្រយោជន៍ដែរយកល្អលោកវាថោកខ្ញុំមកល្អរបស់នេះធ្លាប់ជួយជីវិតយើងអញ្ចឹងមុនលក់វាចេញយើងតែងតែចង់ដឹងថាវាជារបស់អីអរគុណហើយដែលឯងជួយប្រាប់ដល់យើងបែបនេះចុះមិញនេះធ្វើឲ្យខាត់ពេលឯងអញ្ចឹងរបស់នេះយើងឲ្យត្រូវការលុយទេមានពើត្រូវបាត់នៅក្នុងខ្លួនលោកវាគឺជាពើកម្រមួយមនុស្សធម្មតាប្រកបជាគ្មានមធ្យោបាយទេតែចំពោះខ្ញុំមិនមែនជារឿងពិបាកឡើយមើលទៅលោកជាមនុស្សល្អខ្ញុំពេញចិត្តជួបបណ្ឌិតជាតិពើឲ្យលោកចុះប្អូនពិតជាមិនធម្មតាមែននៅក្មេងបែបនេះបែរជាមានវិជ្ជាពេទ្យដ៏ខ្លាំងពូកែតាចាស់យើងសូមកោតសរសើរប្រាប់តាមត្រង់ចុះពឹសនៅក្នុងគ្រួរបស់យើងនេះបានធ្វើទុកច្រើនឆ្នាំហើយប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតថែមទៀតផងតែឯងអាចបណ្ដេញវាបានដោយងាយបែបនេះឥឡូវចេះចុះរបស់ទាំងអស់នេះយើងឲ្យទៅឯងចុះមកទោះលក់ក៏បានលុយមិនច្រើនដែរតែនេះជាទឹកចិត្តដែលឯងបានជួយយើងនេះទទួលយកទៅវត្ថុបុរាណនេះមើលទៅធម្មតាប៉ុន្តែយ៉ាងហោចណាស់ក៏លក់បានរាប់លានដែរលោកតាខ្ញុំសូមអរគុណលោកតាហើយខ្ញុំទទួលយកដែរលបងសៀកតើលោកបងមិនជួយខ្ញុំចូលផឹកតែមួយពែងទេឬមួយយ៉ាងម៉េចមិនអាចទេអញ្ជើញចូលក្នុងបានហើយរឿងខ្ញុំមកលើកនេះបានធ្វើរួចហើយនៅមានរឿងផ្សេងត្រូវទៅដោះស្រាយទៀតមិនអាចនៅយូរបានទេត្រកូលសៀកលោកបានលិចហង្សនាគម្ដងទៀតហើយតែនេះមានន័យថាម៉េចប្រាប់លោកមួយទៅចុះ
លោកទៅមើល live ដែលផ្ទុះខ្លាំងនៅក្នុង hot search ទៅលោកនឹងបានដឹងគ្រប់យ៉ាងហើយ hot search មានរឿងអី លោកម្ចាស់មានរឿងធំហើយ រឿងធំអីទៅ លោកម្ចាស់មើលនេះដែលប្រុសដែលយើងស្វែងរករាប់ឆ្នាំទីបំផុតបានដឹងដំណឹងហើយ ចៅប្រុសយើងទីបំផុតមានដំណឹងហើយទៅរៀបចំឡាន អបអរដល់ប្រុសសៀកអ្នកនឹងសៀកសាច់ញាតិអ្នកទៅពីជុំគ្នាហើយ ទីបំផុតដល់ឃើញហើយ អ្នកប្រស៊ីលោកបានជួបជុំគ្រួសារវិញហើយតែពេលនេះលោកមានអារម្មណ៍យ៉ាងណាមានអីចង់និយាយទេ ខ្ញុំត្រឡប់មកតកោសៀកលើកនេះនឹងធ្វើឲ្យតកោសៀកត្រឡប់ទៅរកភាពរុងរឿងនៅកាលពីមុនវិញអត់តតែបានខ្ញុំសូមប្រកាសថាពីពេលនេះតទៅអ្នកណាហ៊ានធ្វើសត្រូវជាមួយតកោសៀកមិនថាក្នុងធំប៉ុណ្ណាទេខ្ញុំសៀកហ្វៃនឹងធ្វើឲ្យគេសងតម្លៃទាំងអស់ម្យ៉ាងទៀតប្រាប់ដល់អ្នកដែលធ្លាប់ធ្វើបាបគ្រួសារសៀកឆាប់ឲ្យគេចេញមកសុំទោសតើនៅមានឱកាសបើមិនអញ្ចឹងអត់តែខ្ញុំតាមដល់កន្លែងហើយការសុំទោសនឹងលែងសាមញ្ញបែបនេះហើយបងស្រីបងទៅវិញមុនចុះខ្ញុំដោះស្រាយរឿងមួយចំនួនទៀតឆាប់ទៅវិញទេ អញ្ចឹងបងត្រឡប់ទៅមុនហើយអញចង់ធ្វើអីក៏ដាក់ចិត្តធ្វើទៅបងស្រីឈរខាងអញជំនិញអញត្រូវការអីប្រាប់បងបានបងនឹងធ្វើជាខ្នងមកអាចដល់ឯង អ្នកប្រុសសៀកពួកយើងព្រមតាមប្រាណអ្នកប្រុសថ្ងៃក្រោយអ្នកប្រុសនិយាយអីពួកយើងធ្វើនឹងគ្មានចិត្តពី3បានចាំពេលដែលខ្ញុំកំពុងត្រូវការអ្នកជួយផងបើពួកឯងធ្វើបានល្អយើងមិនភ្លេចពួកឯងទេប៉ុន្តែបើសិនជាពួកឯងហ៊ានប្រាណល្បិចនៅក្រៅខ្នងយើងអញ្ចឹងកុំថាយើងមិនបានប្រាប់ណាទោះជាពួកឯងទៅដល់ជើងមេឃក៏យើងតាមរកពួកឯងឃើញដែរពួកឯងស្ដាប់យល់ហើយនៅយល់ហើយ មនុស្សដែលប្រុសយើងពេញចិត្តក៏ឯងហ៊ានប៉ះពាល់ដែរពិតជាលែងចង់រស់ហើយហ៎ឥឡូវតកូលសៀកថ្ងៃស្លាប់ឯងបានមកដល់ហើយខ្លាធំហ៊ាននិយាយផ្ដាស់នៅមុខអ្នកប្រុសយាកផងឯងឆាប់ចាញ់ទៅបើមិនចឹងកុំថាយើងគ្មានធម្មតាអសោះណាសមត្ថភាពប៉ុណ្ណឹងក៏ហ៊ានមករារាំងយើងដែរមិនដឹងអីមែន មិនដឹងអីមែនកុំចូលមកយើងមកពីគ្រួសារស៊ឺនៅយិនតុមិនត្រូវទេខ្ញុំមិនអាចទម្លាយឈ្មោះអ្នកប្រុសអញ្ចឹង ស៊ឺមកឈូគឺឯងទៀតហើយអញគួរតែសាប់តាំងពីយូរមកហើយយើងប្រាំវិជាតាមរកព្រលឹងនឹងដឹងពីទីតាំងរបស់ឯងកម្មពិតតកោស៊ឺឯងបង្ករឿងជាមួយយើងមិនមែនតែម្ដងពីរដងទេអញ្ចឹងតកោស៊ឺក៏ដល់ពេលត្រូវកម្ចាត់ចោលដែរ បើអ្នកទាំងអស់គ្នាចុះចូលជាមួយអ្នកប្រុសសៀកហើយអញ្ចឹងសុទ្ធតែជាគ្នាឯងទេខ្ញុំប្រាប់អ្នកទាំងអស់គ្នាចុះសមាគមយុទ្ធគុណភាគខាងលិចឯងបានដឹងហើយម្ចាស់ថ្មីនៅទីនោះគឺអ្នកប្រុសសៀកកំពុងបង្កើតឥទ្ធិពលថ្មីមួយទៀតម្យ៉ាងវិញទៀតអ្នកប្រុសសៀកបានតែងតាំងខ្ញុំជាអ្នកគ្រប់គ្រងទូទៅសមាជិកចំពោះមុខមិនទាន់គ្រប់គឺត្រូវការពង្រីកបន្ថែមប៉ុន្តែយើងមានលក្ខខណ្ឌសម្រាប់អ្នកចង់ចូលរួមគឺត្រូវតែបង់ថ្លៃចុះឈ្មោះក្នុងម្នាក់ 10 លាន 10 លានតែពួកយើងគ្មានលុយច្រើនដល់ថ្នាក់នឹងនោះទេមិនហើយពួកយើងពិតជាគោរពអ្នកប្រុសសៀកដ៏ចិត្តស្មោះហើយក៏ចង់ខ្លាចជាផ្នែកមួយនៃកម្លាំងថ្មីដែរ មើលទៅពួកឯងពិតជាមានចិត្តស្មោះមែនហើយក៏ជាក្រុមដំបងដែលព្រមចុះចូលជាមួយអ្នកប្រុសសៀកដែរអញ្ចឹងថ្លៃចុះឈ្មោះយើងលើកលែងឲ្យប៉ុន្តែអ្នកមានលុយមិនអាចលើកលែងទេពួកឯងដឹងដែរថាការបង្កើតកម្លាំងថ្មីគឺត្រូវចំណាយលុយសង្ឃឹមថាអ្នកទាំងអស់គ្នានៅសហការធ្វើបែបនេះយ៉ាងណាក៏បានលុយ100 លានដែរអ្នកប្រុសសៀកប្រកាសជាពេញចិត្តជាមិនខាន ពួកឯងក៏មិនចាំបាច់បង់ថ្លៃដែរចាប់ពីពេលនេះទៅពួកយើងគឺជាមនុស្សរបស់អ្នកប្រុសសៀកមានអ្នកប្រុសសៀកដឹកនាំពួកយើងប្រកាសជាខ្លាចជាកម្លាំងកំពូលនៅក្នុងហោអាស៊ីនិងវ៉ាដៃតកូលមានអំណាចទាំង4ទៀតផងពួកយើងត្រូវតែខំប្រឹងទាំងអស់គ្នាបាទអ្នកប្រុសសៀកសៀកវិនឈូជូនគុយរាត្រីតម្លៃ50 លានលោកម្ចាស់ឋានហួយជូនខ្សែកត្បូងកណ្ដៀងដែលមានតម្លៃ500 លានលោកម្ចាស់លាវ លាវធីងជីនជូនវិឡាទំនើបខាងឡានចំនួន20 ខ្នងមានតម្លៃសរុប 1000 លានមានបានកំភ្លេចគ្នាអីសោះថ្ងៃក្រោយនឹកដល់ខ្ញុំផងដែរចាំក្នុងចិត្តជានិច្ចនៅពេលដែលតកោសៀកជួបនឹងការលំបាកគឺតកោលោកជាអ្នកជួយជ្រោមជ្រែងបើមិនចឹងតកោសៀកដួលតាំងពីយូរណាស់មកហើយ ទុកក្នុងចិត្តអី
អ្នកដែលខ្លាំងពិតគឺជាក្មួយស្រីរុស្ស៊ីរបស់លោកនិយាយត្រង់ទៅក្មេងស្រីម្នាក់នេះប្រហែលឆ្នាំនេះមិនងាយស្រួលទេប៉ុន្តែដោយពាក្យចាស់ថាកូនចៅមានសំណាងរបស់កូនចៅការនៅក្មេងរងទុកខ្លះវាមិនមែនអាក្រក់ទេសំណាងការលំបាករបស់នាងមិនអាសាបងថ្ងៃក្រោយនាងអាចធូរស្រាលខ្លះហើយព្រោះថាតកូលសៀកឥឡូវនេះក៏មានខ្នងឯងរឿងមុំដែរគឺបានចៅប្រុសសៀកហ្វៃរបស់ខ្ញុំនឹងឯងត្រកូលសៀកបានខំបត់សង្កត់ចិត្តជាច្រើនឆ្នាំទីបំផុតអាចដកដង្ហើមធូរទ្រូងខ្ញុំហ៊ាននិយាយថាមានហ្វៃដឹកនាំគ្រួសារសៀកតទៅមុខទៀតត្រកូលសៀកនឹងវិលទៅរកភាពរុងរឿងដោយការពីមុនជាមិនខានឡើយថាមិនត្រូវអាចខ្លាំងជាងសម័យមុនទៅទៀតណោះលោកតាំងអ្នកមានមុខមាត់ក្នុងក្រុមឆាន់ឡានបានមកដល់អស់ហើយតែចង់ទទួលទូរស័ព្ទបងប្រុសអន់ពួកយើងមានមុខមាត់ឡើងវិញក៏ដោយសារតែគេដែរហើយអ្នកផ្ទះមកពួកយើងថ្ងៃនេះក៏ចង់ជួបតែគេម្នាក់ដែរមុននេះគេថាមានរឿងត្រូវដោះស្រាយមិនដឹងថាពេលនេះចប់ហើយនៅទេឯទូរស័ព្ទទៅសួរមើលតែក៏បង្ខំគេអីណាបងប្រុសពេលនេះអញមានពេលត្រឡប់មកផ្ទះបន្តិចទេអត់បញ្ហាទេបីក៏ថាទៅជួបអ្នកទាំងអស់គ្នាជាមួយខ្ញុំដែរល្អងលោកតាំងអាហ្វៃមានមិត្តស្រីហើយគេថាបន្តិចទៀតនឹងនាំនាងមកជួបពួកយើងយ៉ាងប្រសើរណាស់ចៅប្រុសខ្ញុំនេះមិនបាច់ឲ្យចាស់ទុំខ្វល់ខ្វាយចេះចាត់ការរឿងដោយខ្លួនឯងទៅហើយបីចិញ្ចៀននេះអូនទុកចុះនៅខាងក្នុងមានលំហដ៏ធំមួយអូនអាចដាក់របស់ចូលតាមចិត្តចាំបងបរៀនអូនពីរបៀបប្រើចុងក្រោយគឺបែបនេះអូនមកយល់ហើយនៅបន្តែទៀតទៅគ្រូសាសៀជួបសាច់ញាតិជាមួយនឹងបងល្អទេសៀកហ្វៃនៅក្នុងលីសគឺជាអាឡិតក្មេងនោះហើយបើទោះបីទេពកោសលល្អក៏ដោយយ៉ាងហើយណាស់ក៏ត្រឹមឲ្យជួយដំបងប៉ុណ្ណោះមួយដៃខ្ទារបស់គេមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ថាមិនត្រូវវាសំអាងលើជំនាញខ្ពស់ទ្រាំមករហូតទេពួកយើងមករកវាដល់ផ្ទាល់អញ្ចឹងតើរៀងឲ្យមុខវាពេកអត់មិនថាយ៉ាងណាទេពួកយើងមកលើកនេះត្រូវទៅអូទីសៀកហ្វៃដែលមានទេពកោសលនោះឲ្យចូលយានសានឲ្យបានបើវាមិនព្រមចាប់វាទៅបើចាប់វាទៅហើយគ្រប់គ្រងវាមិនជាប់អញ្ចឹងសម្រាប់វាចោលមនុស្សបែបនេះកុំឲ្យធ្លាក់ក្នុងដៃអ្នកផ្សេងឲ្យសោះជាវាងនាំផលវិបាកដល់បរិយាសានទៅថ្ងៃក្រោយយល់ហើយនៅយល់ហើយសៀកហ្វៃនៅឯណាយើងកំពុងសួរឯងតើអត់សៀកហ្វៃនៅឯណាយើងមកពីបរិយាសានមានពេលរងចាំវាទេឆាប់ហៅវាឲ្យចេញមកជប់យើងភ្លាមសូមលោកម្ចាស់ទាំងពីរចាប់បន្តិចហ្វៃបន្តត្រឡប់មកវិញទេគេកំពុងនៅលោកតាចង្រៃយោមិនចេះប្រមាណខ្លួនមែនចាំមើលថ្ងៃនេះនៅមាននរណាហ៊ានថាឲ្យយើងទៀតត្រូវតែឲ្យពួកវាស្គាល់រសជាតិរសវេទនាជាងស្លាប់មនុស្សនៅកន្លែងតូចតាចបែបនេះពិតជាមិនចេះប្រមាណខ្លួនមែនបង្រៀនបន្តិចទៅនឹងដឹងហើយថាតើអ្នកណាទៅជាបងធំកបិតពីគិតលុហៅបាក់យានសានពួកឯងគ្មានរឿងធ្វើទេមែនទេទៅប្រត់មកក្រុងឆាងឡានបង្ករឿងបែបនេះលុហៅយើងគ្មានពេលកំដរឯងទេอย่าល្អឆាប់ចេញឲ្យឆ្ងាយទៅកាលពីលើកមុនគំនុំដែលឯងសម្រាប់ហរសិនអ៊ូជួនម្នាក់របស់បាក់យើងមិនតន់ជំរះបញ្ជីនៅឡើយទេអាឡាត់នោះគ្មានសមត្ថភាពដឹងងាប់ហើយនៅចូលមកទៀតសមមុខវាហើយមិនចាំបាច់និយាយច្រើនទេយើងមួយជីវិតនេះធ្វើតាមតែចិត្តរបស់យើងទេពួកយើងរួមដៃគ្នាចូលកាប់បាក់គ្នារវាងសិនអ៊ូជួនពិតជាសាហាវណាស់បាច់មែនពិតជាសមត្ថភាពហោះសិនអស់ជូនមកជុំមែនត្រឹមមួយក្បាច់ធ្វើឲ្យគេទប់ទល់មិនបានទៅហើយគួរតែចប់ហើយអាចចង្រៃលក់ហៅនេះដើម្បីគ្រូសាសៀវាសំនឹងតម្លៃដែលឲ្យប្រឆាំងជាមួយនឹងបកយើងទេមានគេនៅការពារថ្ងៃនេះប្រហែលជាមិនបានជួបអលតកោសៀនោះទេបងប្រុស
មានតែលេងឈុតធំហើយទៅបាន នោះហើយអ្នកណាឲ្យឯងមកធ្វើឲ្យទើបភ្នែកយើងបែបនេះមករៀបរៀងយើងគឺឯងនាំទុកដាក់ខ្លួនថ្ងៃនេះយើងនឹងសម្លាប់ឯងងាប់ទៅហុយអ្នកណាthamធំហ៊ានមកបង្ករឿងនៅផ្ទះរបស់យើងពេលនេះយើងសូមប្រកាសឲ្យហើយថ្ងៃក្រោយអ្នកណាហ៊ានមកបំពេញគ្រួសារសៀកទៀតត្រូវតែសម្លាប់ចោលឥឡូវយើងទទួលស្គាល់ថាឯងខ្លាំងតែឯងកុំក្អេងក្អាំងខ្លាំងពេកឯងហ៊ានសម្លាប់ពួកយើងក្រោយខ្នងរបស់យើងគឺទេសំលោម្ចាស់ទុកជីវិតផងខ្ញុំខំតស៊ូដាស់ទម្រាំបានប៉ុណ្ណឹងខ្ញុំអត់ឃើញទេប្រុសសៀកកុំជឿសម្ដីពួកគេឲ្យសោះបាពួកជួយឈីជឿនេះគឺមករករឿងអ្នកប្រុសនឹងឯងឥឡូវវាយមិនឈ្នះក៏លុតជង្គង់សំវបើលេចពួកគេទៅវិញនោះមិនដូចជាចិញ្ចឹមខ្លាហើយមែនទេ គឺគាត់នៅលើក្នុងគាត់មានរបួសអ្នកការពារគ្រួសារយិមិញគឺជាគាត់ចង់ធ្វើបាបគ្រួសារយិគួរតែដឹងពីលទ្ធផលហើយថ្ងៃនេះអ្នកដែលនៅទីនេះកុំសង្ឃឹមថារួចខ្លួនម្នាក់ឲ្យសោះម្នាក់នេះប្រកាសជាមិត្តស្រីហ្វៃអឺហើយមែនទេ ជំរាបសួរលោកតាងបងស្រីបងប្រុសមានភ្នែកល្អណាស់មនុស្សស្រីល្អបែបនេះមិនងាយរកបានទេពិតជាស័ក្តិសមគ្នាណាស់ ហ្វៃអឺថ្ងៃក្រោយតាទន្ទឹងរង់ចាំផឹកស្រាមង្គលការរបស់ឯងណាបានអរគុណលោកហើយរឿងថ្ងៃនេះខ្ញុំមិនចាំទុំថ្ងៃក្រោយបើមានអ្វីឲ្យខ្ញុំជួយឲ្យតែមិនខុសច្បាប់ខ្ញុំនឹងជួយលួចអស់ពីចិនប៉ុន្តែបានតែម្ដងទេហេ អញ្ចឹងខ្ញុំលាទៅមុនហើយនៅពេលដែលខ្ញុំបង្កើតអំណាចរបស់ខ្ញុំហើយទោះជាពេលដែលខ្ញុំមិននៅក៏គ្មានអ្នកណាហ៊ានធ្វើបាបគ្រួសារខ្ញុំដែរយើងចង់បង្កើតអំណាចខ្លួនឯងហៅថាសម្ព័ន្ធសៀកបើសិនជាពលលោកចាប់អារម្មណ៍អាចចូលរួមបានតែបើចង់សម្ព័ន្ធត្រូវមានច្បាប់ពលលោកអាចហៅគ្រួសារចូលរួមបានប៉ុន្តែត្រូវបង់ម្នាក់10លានអ្នកណាក៏ដោយឲ្យតែជាមនុស្សរបស់សម្ព័ន្ធសៀកខ្ញុំសៀកហ្វៃនឹងមិនឲ្យខកបំណងទេប៉ុន្តែក៏មានច្បាប់ដែរសមាជិកទាំងអស់មិនត្រូវល្មើសច្បាប់សម្ព័ន្ធជាតិជាដាច់ខាតបើមានអ្នកណាល្មើសច្បាប់ឬមួយក៏ក្បត់មានតែផ្លូវមួយគត់គឺស្លាប់ទាំងអស់គ្នាគិតយល់ហើយនៅគិតយល់ហើយពួកខ្ញុំយល់ព្រមតាមម្ចាស់សម្ព័ន្ធយាប្រសិនណាថ្ងៃក្រោយពួកយើងគឺជាមនុស្សសម្ព័ន្ធយាមិនថាអ្នកណាទេឲ្យតែហ៊ានប៉ះពាល់សម្ព័ន្ធយាត្រូវសួរថាយើងព្រមឬមិនព្រមសិនបើគ្មានការអីទេទាំងអស់គ្នាត្រឡប់ទៅវិញចុះរឿងផ្សេងទៀតអាចទៅរកហ្វាំងវ៉ាន់នេះបានទីនឹងដោះស្រាយឲ្យបងពិតជាប្រកាន់ណាស់លោកម្ចាស់ពួកយើងបានមកដល់ក្រុងឆាងឡានហើយតើឲ្យដំណឹងអ្នកនាងទេកុំតាន់យើងត្រូវជួបតែប្រុសសៀកសិនចាំពេលជួបគេរួចចាំទៅសម្លេះអាឡតោងទៀមកូនស្រីនោះចេញទៅបាទលោកម្ចាស់បើសិនជាលោកម្ចាស់ចេញមុខទូអ្នកនាងមិនដាច់អាឡ័យពីបៀននោះក៏អ្នកនាងមិនអាចធ្វើអីបានដែរលោកម្ចាស់ឲ្យខ្ញុំសុំទោសខ្ញុំបានធ្វើឲ្យលោកម្ចាស់អាម៉ាស់មុខជាស្រាដៃនរណាគេលោកម្ចាស់គឺខ្ញុំខ្លួនឯងមិនស្គាល់ខ្ពស់ទាបទើបបំពេញលើអ្នកប្រុសសៀកទើបបាច់ខ្លាយទៅជាសភាពបែបនេះសម្រាប់ឲ្យដល់ប្រុសសៀកលើកលែងឲ្យខ្ញុំទើបខ្ញុំរួមមកដល់ពេលនេះឯងថាអ្នកប្រុសសៀកជាអ្នកប្រុសសៀកដែលល្បីឈ្មោះថ្មីនេះមែនទេបាទដឹកហើយថ្មីនេះគាត់ល្បីឈ្មោះណាស់គាត់បានឡើងដល់កម្រិតហោះសិនអជូនដល់ខ្ពស់បំផុតអញ្ចឹងគ្មានអីនិយាយទៀតទេមកពីឯងអាក្រក់ខ្លួនឯងទៅរករឿងគេមុនហើយក៏ទុកថាសំដាងហើយដែលឯងនៅរស់លោកម្ចាស់និយាយត្រូវបានហើយតែរៀបចំទៅបន្តិចទៀតយើងនឹងទៅជួបអ្នកប្រុសសៀកឯងក៏ជាមនុស្សគ្រួសារលីដែរក្នុងនាមយើងជាមេគ្រួសារយើងនឹងសុំទោសគេជំនួសឯងដល់ពេលនោះឯងលុតជង្គង់មុខផ្ទះគ្រួសារសៀកពេញមួយយប់សុំការអភ័យទោសពីអ្នកប្រុសសៀកទៅ
បើគេមិនអភ័យទោសឲ្យឯងនឹងត្រូវដេញចេញពីគ្រួសារលីមិនឲ្យត្រឡប់មកវិញទេបាទអ្នកប្រុសសៀកមានបញ្ហាហើយមិនខ្ញុំលេងក្នុង dark web ឃើញមានគេដាក់តម្លៃយ៉ាងខ្ពស់ដើម្បីទិញជីវិតលោក តកោស៊ឺដែលមានគំនុំជាមួយគ្រួសារយើងក្រៅពីស៊ឺមកឈូយើងនឹកមិនឃើញថាមានអ្នកណាផ្សេងទៀតទេបើវាចង់ប្រញាប់ទៅចាប់ជាតិលឿនបែបនេះចាំយើងបំពេញបំណងវាយើងនឹងបញ្ជូនគ្រួសារស៊ឺទៅមុនស៊ឺមកឈូពេលនេះកំពុងតែនៅក្នុងភូមិគ្រឹះតកោស៊ឺយើងទៅគួរសមជាមួយគេបន្តិចទៅលើថាឯងនៅទីក្រុងឆាងឡានតាមសំស្នានៅនឹងលីប៉ះគូប្រជែងមិនមែនតែមិនឈ្នះគេទើបត្រឡប់មកធ្វើមុខស្អុយអញ្ចឹងទេហ៎ជប់រំលឹកពីរឿងនឹងទៀតទៅតែនោះពិតជាខ្វាក់ភ្នែកមែនយើងសង្ហាយ៉ាងនេះបែរទៅជាសែបគប់ជាមួយនឹងអារហាមនោះបើមិនដែលសារតែយកចិត្តនាងសិនយើងសម្លែកអាឡិតនោះចោលបាត់ទៅហើយព្រះអាទិត្យរះពីទិសខាងលិចមកវិញហើយតើនេះអ្នកណាមិនដឹងថាឯងតាមសំស្រាយនៅនឹងលីច្រើនឆ្នាំមកហើយនោះមិនអ្នកតាមអែបអបព្រមចោះចាញ់ហើយមែនទេបើហ៊ាននិយាយពាក្យថាយើងអែបអបម្ដងទៀតយើងនឹងសម្រាប់ឯងចោលភ្លាមសូម្បីលេងសាច់បន្តិចក៏មិនបានហើយត្រឹមតែជាស្រីខូចសោះទោះយើងក៏មើលមិនឃើញដែរយើងចង់បានស្រីបែបណាដែលថាមិនបាននោះហ៎លុយមែនអ្នកណាមិនបាច់ឯងមកទីនេះមិនបានជាអ្នកប្រុសស៊ឺខ្លាចយ៉ាងនេះគ្រាន់តែអាឡិតនេះមកសោះទុនដៃទុនជើងដល់ម្លឹងហើយឯងជាណាចូលមកកន្លែងយើងឯងចង់ងាប់មែនទេហ៎លោកម្ចាស់ទុកជីវិតផងខ្ញុំសូមស្បត់ថាមិនប៉ះពាល់លីវេអឺសូម្បីតែប៉ុនសរសៃសក់ចាប់តាំងពីឯងមហាសាលនៅក្នុង dark web មកឯងគួរតែដឹងពីលទ្ធផលចុងក្រោយហើយសូមលោកលើកលែងខ្ញុំទៅខ្ញុំព្រមធ្វើសេះរបស់លោកសូមតែជីវិតរស់ទេនេះគឺជាឪពុកខ្ញុំបើចៅគួរតែមើលដឹងហើយរូបថតលើជញ្ជាំងនេះជាឪពុកចៅឈ្មោះថាសៀកធានឈួងកាលពីមុនជាអតីតទេពសង្គ្រាមល្បីគ្រប់ទិសទីដៃលើកកំបិតឡើងមិនដឹងថាកាត់ទោសរឿងអាក្រក់អស់ប៉ុន្មានទៅហើយទេឪពុកចៅគឺជាមនុស្សដែលស័ក្តិសមឲ្យគេចងចាំជីវរៈបរោះពិតប្រាកដដើម្បីការពារទឹកដីតស៊ូរហូតដល់ដំណក់ឈាមចុងក្រោយស្នាដៃរបស់គេកិត្តិយសនៅលើជញ្ជាំងនេះសុទ្ធតែគេបដូរជីវិតទទួលបានមកគ្មានចាស់ណាមួយដែលមិនស្គាល់យេធានឈួងនោះទេគេមិនត្រឹមតែជាមោទនភាពរបស់តកោសៀកទេហើយក៏ជាជីវិតរបស់តាដែរនោះតាប៉ាខ្ញុំស្លាប់ដោយរបៀបណាស្លាប់ដោយសារច្បាំងគ្នាពិតមែនឬមួយក៏មានមូលហេតុផ្សេងទៀតគេស្លាប់ដោយសារការពារទឹកដីលះបង់ដើម្បីជាតិលះបង់ខ្លួនដើម្បីជាតិស៊ូសាប់នៅលើសមរភូមិនេះគឺជាកិត្តិយសរបស់គ្រួសារសៀកយើងហើយក៏ជាកិត្តិយសរបស់ប្រទេសទាំងមូលដែរចំណែកឯសមត្ថភាពរបស់ចៅវិញចង់ប្រើប្រាស់វានៅកន្លែងណាក៏សាច់តែចិត្តចៅចោះតាមិនបង្ខំចៅទេតែតាសង្ឃឹមថាចៅនឹងអាចជួយដល់ប្រទេសជាតិជួយដល់ប្រជាជនបានមួយចំណែកលោកតាខ្ញុំមិនអាចគិតរឿងធំដល់ម្លឹងទេការពារគ្រួសារបានល្អបង្កើនសមត្ថភាពបន្ថែមជាបំណងដ៏ធំរបស់ខ្ញុំហើយក្មេងល្អមានគំនិតផ្ទាល់ខ្លួនគឺជាការល្អណាស់មិនចាំបាច់ទាល់តែដើរផ្លូវរបស់ពុកឯងទេទោះជាចៅជ្រើសរើសយកផ្លូវមួយណាក៏តានៅក្បែរចៅដែរអរគុណលោកតាមានការអីជំរាបលោកម្ចាស់គ្រូសាលីនៅយិនតុសុំជួបគ្រូសាលីនៅយិនតុហេតុអីបានជាគេមកមើលទៅគាត់ច្បាស់ជាមកដោយសារតែរឿងមង្គលការខ្ញុំនឹងវិញដើម្បីងាយស្រួលខ្ញុំកុំតាន់អានបង្ហាញមកអីចាំមើលគាត់សិនចាំគិតគូរតាមក្រោយលោកតាទៅទទួលគាត់ទៅខ្ញុំប្រអូកាមួយផ្លែតល្អមិនចាក់គ្រូសាលីមកផ្ទះខ្ញុំបែបនេះមានការអីសូមអញ្ជើញអង្គុយសិនទៅមិនអីទេខ្ញុំមកសួរសុខទុក្ខដល់ប្រុសសៀកលោកសៀកមិនដឹងថាដល់ប្រុសសៀកពេលនេះទំនេរដែរឬអត់អូអំបញ្ញមីនេះហ្វៃមានការចេញទៅក្រៅបាត់ហើយគេអត់នៅក្នុងផ្ទះទេមិននៅផ្ទះអញ្ចឹងខ្ញុំមកសួរសុខទុក្ខដល់ពេលក្រោយទៀតប៉ាប៉ាហាត់អីខ្មាស់ទីនេះនេះយ៉ាងម៉េចនឹងមិនបានវៃនៅផ្ទះតកោសៀកដែរអញ្ចឹង
ឬមួយក៏មិនអាចទៅរួចទេប្រកាសជារឿងកប់ជួនឥឡូវតោងទៀមណានាងមិននឹងអាចជាអ្នកប្រុសសៀកទៅប្រកាសជាវ័យបានលើកគេឈ្មោះល្បីល្បាញអ្នកប្រុសសៀកបានមកសួរសុខទុក្ខហើយប្រកាសជាបែបនេះហើយ វ័យម្ចាស់គ្រួសារលីគឺជាប៉ារបស់ចៅ ត្រាស់ហើយលោកតាសៀគាត់ជាប៉ារបស់ខ្ញុំម្ចាស់គ្រួសារលីនៅជិនទូង អូគឺអ្នកដន្លងទេ អ្នកដន្លងសូមជួយអង្គុយពិសាតែសិនទៅ បាទ អញ្ជើញ វ័យឯមានទំនាក់ទំនងអីជាមួយអ្នកប្រុសសៀ លោក កប៉ាងបងហ្វៃជាមនុស្សដែលខ្ញុំស្រឡាញ់តែម្នាក់គុណពួកយើងស្រឡាញ់គ្នាណាស់លោកប៉ាឈប់ហៅអ្នកប្រុសសៀកទៀតទៅស្ដាប់ទៅដូចជាអ្នកដទៃអញ្ចឹង វ័យប៉ាមិនដែលគិតទេថាអ្នកដែលកូនស្រឡាញ់គឺជាអ្នកប្រុសតកូលសៀកឡើយពិតជាធ្វើឲ្យប៉ាភ្ញាក់ផ្អើលមែនទែនតាមពិតអានេះអ្នកប្រុសសៀកមានចិត្តស្រឡាញ់គ្នាយូរហើយពីមុនខ្ញុំចង់ធ្វើជាអ្នកផ្គូផ្គងទៀតពិតជាធ្វើរឿងអត់ប្រយោជន៍មែន ត្រាស់ហើយលោកប៉ាងប៉ាមកគ្រួសារសៀកមានរឿងអីមែន តាម ទេ ពិតយើងចង់មកសួរសុខទុក្ខអ្នកប្រុសសៀកជាពិសេសតែមើលទៅមិនចាំបាច់ផ្លូវការពេកទេ តាមពិនចឹងសោះនេះមិននឹងសំទៅមានហេតុផលអីចាស់ចាស់គ្រប់ក្មេងនោះពេលបងហ្វៃមកកូននឹងឲ្យគេសួរសុខទុក្ខលោកប៉ាចាំមិនដែរ មិនបានចេះដាច់ខាតយ៉ាងណាក៏គេជាហោះសិនអជូនដែរនេះមិនពាក់ព័ន្ធចាស់ក្មេងទេអ្នកខ្លះប្រកែសមនឹងទទួលបានការគោរពពីអ្នកគ្រប់គ្នាហើយក ូននិយាយលេងទេប៉ាកំរំអីណាជាមួយគ្រួសារបងហ្វៃសុភាពណាស់តែមិនបាត់ក្រាញ់ចិត្តដោយសារកម្រិតគាត់ខ្ពស់ទេ ត្រូវហើយអ្នកដន្លងគិតច្រើនពេកហើយបើគេពិតជាចប់បានកូនស្រីរបស់លោកមែនបន្តិចទៀតខ្ញុំនឹងរៀបចំឲ្យហ្វៃគ្រប់លោកឲ្យបានត្រឹមត្រូវ ហើយនេះប៉ាក្មេងអញ្ជើញមកកូនប្រសាមិនបានទទួលសូមអធិស្ឋានផង អ្នកប្រុសយាអត់ទេកូនភាសាកុំក្រៃចិត្តអី ជួបគ្នាដំបងគ្មានអ្វីធំដុំជូនប៉ាក្មេងទេនេះគឺយិនសិនព្រិល 10000 ឆ្នាំសូមប៉ាក្មេងទទួលផង អូអីតើនេះជារបស់កម្រដែលគេល្បីតគ្នាមែនវាមិនត្រឹមតែជួយពន្យាពេលអាយុ100ឆ្នាំទេថែមទាំងអាចជួយបង្កើតព្រះវឹកហាត់ឡើងវិញបានទៀត អ្នកដន្លងមានចំណេះដឹងទូលំទូលាយមែនយិនសិនព្រិល 10000 ឆ្នាំនេះអាហ្វៃគេត្រៀមសម្រាប់លោកតែម្ដង នេះមានតម្លៃពេកហើយកូនភាសានេះ ប៉ាប៉ាងទទួលទុកទៅទោះចិនសិនមិនឆ្នាំនេះកម្រក៏ពិតមែនប៉ុន្តែចំពោះបងហ្វៃគ្រាន់តែជារបស់ធម្មតាមួយតែប៉ុណ្ណឹង នេះជាបញ្ជីបណ្ណាការសូមពុកក្មេងអញ្ជើញមើល ផ្កាឈូកតកកពាន់ឆ្នាំក្បួនហាត់វិជាតកកកម្រិតខ្ពស់អាវុធពលឹងកម្រិតខ្ពស់ដាវរាត្រីត្រជាក់ថ្នាំឈូកតកកបំបីកម្រិត10គ្រាប់ទាំងនេះសុទ្ធតែរបស់មានតម្លៃ អ្នកដន្លងបើក្មេងៗត្រូវគ្នាអស់ហើយជាល្អពួកយើងកំណត់ថ្ងៃមង្គលការតែម្ដងទៅ ល្អមានតែប្រុសសៀកជាកូនប្រសាគឺជាសំណាងតកូលលីខ្ញុំហើយ អបអរដល់ប្រុសអបអរដល់នាង រាជមងលីមិនបាច់គួរសមទេថ្ងៃក្រោយពួកយើងជាគ្រួសារតែមួយហើយរឿងការពីមុនបំភ្លេចចោលទៅthamលៀងខុសជាង10នេះអាចព្យាបាលដៃរបស់លោកបាន អរគុណដល់ប្រុសសៀក ប្រាតែ3ថ្ងៃទេលោកនឹងជាហើយ គុណនេះពិតជាធំធេងណាស់ បើអ្នកដន្លងគ្មានយោបល់អ្វីទេអញ្ចឹងយើងជ្រើសរើសថ្ងៃល្អរៀបការឲ្យគឺទាំងពីរនាក់តែម្ដងទៅយ៉ាងមិន ស្ ដែរ ដាប់តាមការរៀបរាប់របស់ដន្លង បីក្មេងអ្នកត្រូវបានគេមើលងាយកាលពីមុនថ្ងៃនេះមានលទ្ធភាពនឹងអូនហើយតើអូនយល់ព្រមទេ អាចគ្រាន់តែជាមួយបងហ្វៃមួយជីវិតជាក្តីសុខរបស់អូនហើយ មានកូនភាសាខ្លាំងបែបនេះនៅផ្ទះគ្រួសារលីពួកយើងប្រកាសជាជោគជ័យ ខ្ញុំមានរឿងមួយទៀតចង់សំណូមពរពង កូននិយាយមកចុះ 3ថ្ងៃទៀតជាថ្ងៃល្អខ្ញុំចង់សុំវេរៀបការថ្ងៃនោះដូច្នេះសូមប៉ារឿងមកផ្ទះនៅក្រុងឆាំងឡាងពួកយើងនឹងជួយគ្នារីកចម្រើនជាមួយ គួ គ្នា រតែបែបនេះពេលនឹងបញ្ជូនមនុស្សផ្ញើសារប្រាប់ពួកគេរៀបចំរើផ្ទះមក នេះគឺជារឿងល្អបំផុតហើយគ្រូសាសៀកខ្ញុំមានផ្ទះទំនេរពី3ទៀតអាចឲ្យដន្លងស្នាក់នៅបានណា កូនភាសាមានកូននៅក្បែរខ្លួនវ័យប៉ាទុកចិត្តហើយ លោកប៉ាកុំបារម្ភអីវ័យនៅជាមួយខ្ញុំប្រកាសជាមានសុភមង្គលវ័យមិនថាជាតិនេះឬជាតិក្រោយយាហ្វៃបងស្រឡាញ់តែអូនម្នាក់គុណមិនប្រែប្រួលឡើយ អូនក៏ស្រឡាញ់បងហ្វៃតែម្នាក់គុណរស់នៅជាមួយបងជារៀងរហូត